អ្នកដំណើរទាំងអស់ជាទីគោរពសូមអរគុណសម្រាប់ការធ្វើដំណើរតាមជើងហោះហើរ233ពីណៃរ៉ូប៊ីទៅកាន់ទីក្រុងអិនឈុនឥឡូវនេះអ្នកអាចប្រើប្រាស់សេវា Wi-Fi នៅលើយន្តហោះបានហើយសូមរីករាយជាមួយការធ្វើដំណើររបស់អ្នកសូមអរគុណលោកស្រី Thunder ថ្ងៃនេះគឺជាពិធីប្រគល់សញ្ញាបត្របណ្ឌិតរបស់គូដណ្ដឹងលោកស្រីដោយដែលលោកស្រីបានស្នើសុំក្រុមហ៊ុន Wayang Group បានទទួលយកសំណើដំឡើងឋានៈជាដៃគូលោកស្រីអាចចូលរួមពិធីជប់លៀងស្វាគមន៍ដៃគូថ្មីភ្លាមបន្ទាប់ពីចុះចតយល់ហើយធ្វើបានល្អណាស់ហើយយុនស៊ីអននៃ Wayang Group កំពុងតាក់ទងយើងដោយស្ងាត់អំពីការវិនិយោគផ្ញើឯកសារមកខ្ញុំខ្ញុំមិនធ្វើទេខ្ញុំបានប្រាប់ហើយថាខ្ញុំមិនធ្វើទេប្រាប់លោកយាយតាមនឹងទៅខ្ញុំនឹងមិនរៀបការជាមួយកូនស្រីរបស់ Bomyang Group ទេលោកប្រធាន Bomyang Group គឺជាផ្លូវតែមួយគត់ដើម្បីចូលទៅក្នុង Thunder Circle វាជាមូលនិធិដ៏ធំមួយដែលផ្លាស់ទីរាប់ពាន់លានប្រធានគិតយកចាត់ទុកថាអាពាហ៍ពិពាហ៍នេះជាឱកាសចុងក្រោយដើម្បីភ្ជាប់ជាមួយ Thunder Circle យើងមិនស្ថិតក្នុងស្ថានភាពដែលអាចបដិសេធបានយ៉ាងងាយនោះទេតើអាពាហ៍ពិពាហ៍ជារឿងលេងសើចមែនទេប្រាប់ខ្ញុំឲ្យរៀបការដោយគ្មានក្តីស្រឡាញ់វាមិនសមរម្យទេសម្រាប់ខ្ញុំនិងភាគីម្ខាងទៀតBomyang Group បានវាដាច់យើងរួចទៅហើយនៅក្នុងចំណែកទីផ្សារយើងត្រូវការជំរឿផ្សេងឬរៀបការជាមួយអ្នកផ្សេងហានៅខាងក្នុងនោះមានប៊ូតុងមួយបើអ្នកចុចវាអ្នកបម្រើលើយន្តហោះនឹងមកអរគុណតើនេះជាលើកទី1របស់អ្នកដែលជិះថ្នាក់ពាណិជ្ជកម្មមែនទេចាស់វាខុសពីធម្មតាបន្តិចខ្ញុំជិះតែយន្តហោះឯកជនដូច្នេះខ្ញុំមិនចាំបាច់ចុចប៊ូតុងបែបនេះទេគ្រាន់តែនិយាយអ្នកបម្រើលើយន្តហោះនឹងបង្ហាញខ្លួននៅចំពោះមុខខ្ញុំលោកស្រីមុខម្ហូបដែលអ្នកចូលចិត្តរួចរាល់ហើយវាជាខ្យងអាំងនិងមុំតាតឈឺរ៉េបាឡូបេរីតើអ្នកធ្វើការងារអ្វីនៅអាហ្វ្រិកការងារស្ម័គ្រចិត្តសាងសង់ជំរកថែរក្សាកុមារនិងទៅកន្លែងណាដែលត្រូវការជំនួយអូវាប្រហែលជាមិនមែនជាការសម្រេចចិត្តងាយស្រួលទេអ្នកពិតជាអស្ចារ្យណាស់នាងប្រហែលជាមិនរកលុយបានទេប៉ុន្តែខ្ញុំចាប់អារម្មណ៍នាងយ៉ាងចម្លែកនាងគឺជាមនុស្សដំបូងដែលនិយាយថាពេលវេលានោះមានន័យខ្ញុំគឺយុនសេយ៉ុនខ្ញុំគឺហេនអ៊ីសូវាពិតជាមិននឹកស្មានដល់ប៉ុន្តែតើខ្ញុំអាចសុំអ្នកមួយបានទេតើអ្នកចង់សុំអ្វីខ្ញុំនឹងណែនាំខ្លួនខ្ញុំជាមុនសិនខ្ញុំជានាយកប្រតិបត្តិនិងជាអ្នកស្នងតំណែងរបស់ក្រុមហ៊ុន Beyond Group ខ្ញុំមានអចលនទ្រព្យចំនួន5និងវាមានចំនួន4ក្រោមឈ្មោះរបស់ខ្ញុំប្រាក់ខែបច្ចុប្បន្នរបស់ខ្ញុំគឺ 40,000 លានវ៉ុនហានអ៊ីសូសូមធ្វើជាប្រពន្ធរបស់ខ្ញុំចាំបន្តិចសុំម្ដងទៀតមើលត្រូវហើយដំបូងយើងគ្រាន់តែមើលតាមផ្លូវច្បាប់ទៅរយៈពេលគឺ1ឆ្នាំតាមគំនិតខ្ញុំហានអ៊ីជូពិតជាស័ក្តិសមនឹងតួនាទីនោះណាស់បើលោកនិយាយមែនតែនតោះទៅមន្ទីរពេទ្យសិនទៅទេខ្ញុំមិនមែននិយាយលេងទេអ្នកអាចទុកចិត្តខ្ញុំបានខ្ញុំមិនដែលមានរឿងអាស្រូវទេបញ្ហាគ្រឿងញៀនក៏គ្មានហើយអតីតកាលក៏ស្អាតស្អំមួយខែ100លានវ៉ុនផ្ទះ Penthouse មួយនៅក្រោមឈ្មោះហានអ៊ីជូអាចចុះកិច្ចសន្យាពេលនេះតែម្ដងលោកមើលមនុស្សខុសហើយខ្ញុំភ្ជាប់ពាក្យរួចហើយឥឡូវកំពុងតែធ្វើដំណើរទៅរៀបការជាមួយគាត់ខ្ញុំនឹកស្មានមិនដល់សោះសុំទោសផងតើខ្ញុំត្រូវតែទទួលយកវាតាមភ្នែកខ្ញុំសេស៊ុនមិនចាំបាច់បន្ទាបខ្លួនបែបនេះទេក្រុមហ៊ុន Wiko A ដែលជាក្រុមហ៊ុនបុតសម្ព័ន្ធ A របស់ក្រុមហ៊ុន Taeyang Group វាមានសក្តានុពល Thunder Circle ក៏កំពុងចាប់អារម្មណ៍លើវាដែរប៉ុន្តែលោកនឹងបញ្ចុះបញ្ចូល Thunder Circle ជាមួយរឿងហ្នឹងលោកគ្មានឱកាសឈ្នះទេតើអ្នកដឹងអ្វីខ្លះទៅអ្នកមិនដឹងថាលោកនេះធ្វើយ៉ាងម៉េចទេប៉ុន្តែលោកទៅតែសុំមនុស្សដូចខ្ញុំរៀបការទោះបីជាយើងមិនអាចរៀបការបានខ្ញុំអាចជួយលោកក្នុងរឿងនេះបានតើអ្នកកំពុងធ្វើអ្វីហ្នឹងខ្ញុំនឹងជួយកែសម្រួលការធ្វើបទបង្ហាញបន្តិចឥឡូវនេះអ្នកបានស្នើសុំ140,000 លានមែនទេសុំទោសគួរឲ្យស្រឡាញ់ណាស់តោះយក400 ត្រីលានទេមិនត្រូវប៉ះវាទេរួចរាល់ហើយតោះសុំទោសអ្នកគ្រូទេនេះអ្នកលក់វាថោកពេកហើយនេះមានសូនឲ្យច្រើនពេកហើយអ្នកគ្រូនេះមិនមែនទេឥឡូវនេះការធ្វើបទបង្ហាញរបស់ខ្ញុំតើអ្នកដឹងទេថាអ្នកកំពុងធ្វើអ្វីខ្ញុំគ្រាន់តែជួយអ្នកទេជួយស្អីទៅតើនេះជួយយ៉ាងម៉េចតើនេះជួយយ៉ាងម៉េចទៅតើអ្នកមិនអីទេគាត់ទៅតែទទួលបានការវិនិយោគ400 ត្រីលានដូច្នេះគាត់រំភើបបន្តិចបាទសូមអបអរសាទរអបអររឿងអី400 ត្រីលានវ៉ុនសូមអរគុណជាខ្ញុំចុះ Thunder Circle មិនធ្វើចលនាសម្រាប់ចំនួនទឹកប្រាក់តិចតួចទេ140,000 លានវាជាការប្រមាថការសន្ទនាចាប់ផ្ដើមពីកម្រិតត្រីលានអ្នកត្រូវតែបង្កើនទំហំ
តើអ្នកកំពុងលេងសាច់មែនទេ មិនមែនទេ កែឯកសារអ្នកដតីតាមចិត្តធ្វើឲ្យខ្ញុំខ្មាស់គេនៅមុខមនុស្សម្នាវ៉ាវអ្នកពិតជាអស្ចារ្យមែនអ្នកគឺជាមនុស្សស្រីដ៏អាក្រក់បំផុតដែលខ្ញុំធ្លាប់ជួប សំណាងហើយដោយសារយើងមិនមែនរៀបការនឹងគ្នា សំណាងស្អីទៅឈួត ជួយឲ្យឈ្នះកិច្ចសន្យា 1400 trillion won ហើយតែមិនអរគុណមួយម៉ាត់សោះខុសពីប្រធានក្រុមហ៊ុនដតីជួបគ្នាក្នុងរយៈពេល 5 ឆ្នាំគាត់ប្រកាសជាភ្ញាក់ផ្អើលហើយមែនទេ អូនទៅមែនហ្នឹងអាហ្វ្រិកឆ្ងាយណាស់ណានេះមិនមែនគ្រាន់តែជាការដើរលេងទេ អូនចេញទៅមើលពិភពលោកខាងក្រៅបងក៏ដឹងថានេះជាក្តីស្រមៃរបស់អូនដែរ ហុចដៃមកកាដូណាពេលត្រឡប់មកវិញយើងរៀបការនឹងគ្នាណា អរគុណសៀយ័នពិធីជប់លៀងនេះគឺសម្រាប់តែកូនទេតើក្រុមហ៊ុនវ៉ៃយុនធ្វើបែបនេះដាក់អ្នកណាខ្លះទីបំផុតយើងធ្វើបានហើយ នេះគ្រាន់តែជាការចាប់ផ្ដើមទេម៉ាក់មិនយូរទេកូននឹងក្លាយជាមនុស្សដូចនាយកយុនស៊ីយ៉នប៉ុន្តែគាត់ជាមនុស្សអាថ៌កំបាំងណាស់ឬថាគាត់មិនដែលបង្ហាញមុខជាសាធារណៈទេតែថ្ងៃនេះប្រហែលជាអាចជួបគាត់ហើយ ជួយជ្រោមជ្រែងសៀយ័នពីក្រោយក្នុងប៉ុន្មានឆ្នាំមកនេះទីបំផុតមកដល់ចំណុចនេះហើយឥឡូវនេះទទួលបានសញ្ញាបត្របណ្ឌិតនឹងក្លាយជាដៃគូរបស់ក្រុមហ៊ុនវ៉ៃយុនដល់ពេលដែលត្រូវបង្ហាញអត្តសញ្ញាណរបស់ខ្ញុំហើយត្រូវប្រញាប់រៀបចំពិធីមង្គលការទៀត នោះមិនមែនជានាយកហាន់ទេក្មេងដែលទៅធ្វើការក្រៅម៉ោងនៅបរទេសហេតុអ្វីស្រាប់តែលេចមុខនៅទីនេះ ស្ជន់អបអសាតូ និយាយថាបងទទួលបានការងារខ្ញុំចង់ធ្វើឲ្យបងភ្ញាក់ផ្អើល អ៊ីសហេតុអីអូនមកទីនេះ ខ្ញុំបានហៅបងឲ្យមកភ្លាមបន្ទាប់ពីចុះពីលើយន្តហោះចាំខ្ញុំទីមើលនាងងើពីការផ្ដល់ជូនជាដៃគូរបស់ក្រុមហ៊ុន Wehan Group និងប្រាក់ខែឲ្យចង់មកតោងទាមគេវិញមែនទេចាស់អ្នកមីងចង់មានន័យថាម៉េចឈប់ធ្វើពុតជាភ្ញាក់ផ្អើលទៅ 5 ឆ្នាំមកនេះគ្មានដំណឹងសោះដល់តែសជនរបស់យើងទទួលបានការផ្ដល់ជូនជាដៃគូទើបនាងលេចមុខមកវិញ អូយជាមួយបាច់ការថោកទាបនិងរូបរាងដូចអ្នកសុំទានតើនេះជាអ្វី បងប្រាប់ហើយថាកុំមកអ៊ីសពួកយើងចាប់ត្រឹមនេះហើយ ថាម៉េច បែកគ្នាទៅ ហេតុអីពួកយើងរងចាំ 5 ឆ្នាំសម្រាប់ថ្ងៃនេះបងធ្លាប់ប្រាប់ថាស្រឡាញ់ខ្ញុំស្នេហាមិនសមហេតុផលសោះសជនរបស់យើងគឺជាបណ្ឌិតគេទើបតែបានខ្លាយជាដៃគូរបស់ក្រុមហ៊ុន Wehan Group ហើយប្រាក់ខែរបស់គេគឺ 5000 លានវ៉ុនចុះនាងជាស្អីនាងទៅអាហ្វ្រិកដើម្បីមើលថែក្មេងកំព្រាគិតមើលទៅតើនាងគិតថានាងមានកម្រិតស្មើនឹងសជនរបស់យើងឥឡូវនេះទេ ម៉ាក់និយាយត្រូវពួកយើងឥឡូវនេះជាមនុស្សមកពីពិភពលោកផ្សេងគ្នា ពិភពលោកផ្សេងគ្នា មើលជុំវិញខ្លួនទៅពិធីជប់លៀងនេះរៀបចំឡើងសម្រាប់បងដោយក្រុមហ៊ុន Wehan មនុស្សនៅទីនេះសុទ្ធតែជាសេដ្ឋីឬអ្នកនយោបាយតើបងអាចណែនាំអូននៅចំពោះមុខពួកគេដោយរបៀបណាវាគួរឲ្យខ្មាស់យិនណាស់ បងខ្មាស់គេដោយសារខ្ញុំការផ្ដល់ជូននោះធ្វើឲ្យបងខ្លាចជាបែបនេះតើបងគិតថាពិភពលោកទាំងមូលជារបស់បងគ្រាន់តែទទួលបានវាទេក្រុមហ៊ុន Wehan Group គ្មានន័យអ្វីសម្រាប់ខ្ញុំទេមានចង្រៃហ៊ាននិយាយពីក្រុមហ៊ុនលំដាប់ពិភពលោកយ៉ាងម៉េចចង់ឲ្យខ្ញុំប្រាប់ពីមូលហេតុពិតដែលក្រុមហ៊ុន Wehan ផ្ញើការផ្ដល់ជូនឲ្យបងទេមាននរណាម្នាក់ធានាឲ្យបងនរណាម្នាក់ដែលពួកគេមិនអាចមើលរំលងបាននោះគឺខ្ញុំ ចាំបន្តិចតើអ្នកនិយាយថាម៉េចតើអ្នកប្រកាសទេលោកប្រធាននេះជារបាយការណ៍ដែលទើបតែចូលមក Thunder Circle ទើបតែបានអនុម័តការវិនិយោគដោយផ្ទាល់មកលើយើងអ្វី 100,000 លាន 100,000 លាន 10 1400 trillion មែនទេបាទវាគឺជាការសម្រេចចិត្តរបស់លោក Thunder ប្រធានខ្មោចដែលផ្លាស់ទី Thunder Circle ពីខាងក្រោយនេះគឺជាជំហានដំបូងរបស់គាត់បន្ទាប់ពីការវិលត្រឡប់ជាផ្លូវការរបស់គាត់មកកាន់ប្រទេសកូរ៉េហើយគោលដៅវិនិយោគដំបូងរបស់គាត់គឺពួកយើងចំនួនទឹកប្រាក់គឺ1,400 trillion វាត្រូវបានបញ្ជាក់ Thunder Circle មិនផ្លាស់ទីជាមួយនឹងចំនួនតិចតួចទេប្រសិនបើអ្នកធ្វើវាអ្នកត្រូវតែបង្កើនវាទាំងអស់ វាជាការពិត 1,400 trillion រកស្ត្រីនោះនរណាគ្រូពេទ្យបុរាណដែលខ្ញុំបានជួបនៅលើយន្តហោះរកនាងទោះបីជាត្រូវ5ឈោបាយណាក៏ដោយយល់ហើយប៉ុន្តែហេតុអ្វីខ្ញុំនឹងរៀបការបាទខ្ញុំមិនដែលឃើញមនុស្សស្រីក្លាហានបែបនេះទេនាងគឺជាស្ទាយរបស់ខ្ញុំ អូយគួរឲ្យអស់សំណើចណាស់នាងជាស្អី
អូឥឡូវខ្ញុំយល់ហើយនាងមិនមែនខូចចិត្តដែលបែកពីខ្ញុំទេតែនាងស្ទាយលុយដែលចំណាយលើខ្ញុំកន្លងមកមែនទេប៉ុន្មានទៅបើខ្ញុំបើកប្រាក់ខែដំបូងខ្ញុំនឹងសងនាងទាំងអស់ចាត់ទុកថាពួកយើងចប់គ្នាត្រឹមនឹងចុះ លោកពិតជាគិតបែបនឹងមែនទេថាខ្ញុំមកទីនេះព្រោះតែលុយ យកទៅមិនដែរ ចុះ200លានវ៉ុន សជូន400លានវ៉ុនខ្ញុំមិនអាចឲ្យនាងលើសពីនេះទេ អូយប៉ុណ្ណឹងវាគ្រប់គ្រាន់ហើយលុយប៉ុណ្ណឹងនាងមិនអាចរកបានទេមួយជីវិតនេះលោកពិតជាគិតថាខ្ញុំមកទីនេះព្រោះតែលុយមែនទេយកលុយនឹងហើយចេញទៅសជូនគួរតែបែកពីនាងយូរណាស់មកហើយនាងទៅក្រៅប្រទេសមិនដឹងជាទៅធ្វើស្អីខ្លះទេមានអ្នកណាដឹងអ្នកមីងចង់មានន័យថាម៉េចបើមិនលក់ខ្លួនតើនាងមានលុយឯណាទៅរៀនត្រឹមតែធ្វើការក្រៅម៉ោងនិងមើលថែក្មេងនាងមានលុយឯណាទៅបង់ថ្លៃសាលាឲ្យសជូននាងចង់ឲ្យពួកយើងជឿរឿងនឹងមែនទេអ្នកមីងនិយាយថាម៉េច អ៊ីជេពួកយើងតាក់ទងគ្នា7ឆ្នាំហើយឥឡូវខ្ញុំធុញនាងណាស់យកលុយនឹងហើយចេញទៅ ស៊ីនសជូនខ្ញុំមិននឹកស្មានថាលោកថោកទាបបែបនេះសោះខ្ញុំពិតជាខកចិត្តណាស់ចប់ហើយនាងស្ដាប់មិនបានទេមែនទេសជូនកុំខ្វល់ពីនាងអីអូចុះមីនសថ្ងៃនេះនាងមកមែនទេ បាទនាងមានការងារត្រូវដោះស្រាយបន្តិចនាងនឹងមកដល់ឥឡូវហើយ មីនសត្រូវហើយមីនសកូនស្រីរបស់អនុប្រធានក្រុមហ៊ុនវីយុនគ្រប់មានភ្ជង់ឈរជាអ្នកស្នងតំណែងបន្ទាប់ពីលោកប្រធានយុនសេយុនកូនស្រីត្រកូលអភិជនបែបនេះទើបស័ក្តិសមជាសង្សាររបស់សជុនមនុស្សដូចជានាងមិនស័ក្តិសមនឹងសជុនតាំងពីដំបូងមកម្លេះ សអាចិត្តមកដល់ហើយឥឡូវនាងចេញទៅបានហើយបើនាងជួបសអានាងនឹងកាន់តែមានអារម្មណ៍ថាសមត្ថភាពខ្លួនឯងអន់ថយ ឥឡូវខ្ញុំយល់ហើយទីបំផុតគឺដោយសារតែមនុស្សស្រីសោះមិនសៀវ យ៉ាងហោចណាស់បើនៅជាមួយសៀវខ្ញុំអាចគូររូបភាពធំជាងនេះបាន អញ្ចឹងតើគិតថាខ្ញុំគ្មានសមត្ថភាពធ្វើបែបហ្នឹងទេ ឯងកុំមកលេងសាច់ ចង់មានន័យថានាងល្អជាងខ្ញុំមកដល់ទីនេះហើយតើនាងគឺ Han Hee Seo មែនទេអតីតមិត្តស្រីរបស់ Jin Seo Jin ដូចអ្វីដែលខ្ញុំបានស្រមៃអញ្ចឹងស្លៀករ៉ូបថោកទាបទឹកមុខពោពេញដោយការសោកស្ដាយតោងទាមដូចឆ្លើងទៅលើបុរសដែលបោះបង់ខ្លួនចោលកុំខ្វល់អីតាំងពីដើមមកនាងមិនស័ក្តិសមនឹង Seo Jin របស់យើងទេអូគ្រាន់តែនៅជាប់ដូចស្រមោលប៉ុណ្ណោះនាងមិនគិតថានាងអាចក្លាយជាគូប្រជែងរបស់ខ្ញុំទេមែនទេខ្ញុំគឺ Men Seo កូនស្រីរបស់ប្រធាន Men Bang Chul អ្នកស្នងតំណែងបន្ទាប់របស់ក្រុមហ៊ុន Wen Group នាងមិនស្មើនឹង Thu Li Day នៅចុងជើងខ្ញុំផង ត្រូវហើយប៉ុន្តែខ្ញុំមិនពឹងផ្អែកលើអំណាចឪពុកដូចនាងទេអ្វីឥឡូវនេះនាងហ៊ានតនឹងខ្ញុំចេញទៅភ្លាមមុនពេលខ្ញុំហើយសន្តិសុខមកអូសកនាងចេញត្រូវហើយទីនេះអនុញ្ញាតឲ្យចូលតែអ្នកដែលត្រូវបានអញ្ជើញប៉ុណ្ណោះដឹងខ្លួនហើយចេញទៅ អាបាទមានរឿងអ្វីមែនទេសូជីនតើមានបញ្ហាអ្វីមែនទេស ួរនាងទៅនាងត្រូវសូជីនបដិសេធហើយតែនៅតែចង់ចូលរួមកម្មវិធីនេះទៀត លោកវិជ្ជបណ្ឌិតជីនសូជុនគឺជាដៃគូថ្មីរបស់ក្រុមហ៊ុន Vision គ្រប់លោកនាយកយុនសេយុនបានជ្រើសរើសគាត់ដោយផ្ទាល់ទោះមានរឿងអ្វីក៏ដោយការដែលអ្នកធ្វើបែបនេះគឺវាហួសហេតុពេកហើយ មើលចុះថានរណាខ្លះនៅទីនេះមានតែអ្នកតំណាងអាជីវកម្មបុគ្គលសំខាន់និងអ្នកមានអំណាចដែលធ្វើឲ្យទីក្រុងនេះដំណើរការប៉ុណ្ណោះប៉ុន្តែនាងឈប់រៀនពាក់កណ្ដាលទីហើយទៅអាហ្វ្រិកធ្វើជាមេដោះតែនាងគិតថាវាជាការងារមែនទេខ្ញុំបានដំណើរការអង្គការសប្បុរសធម៌អូឥឡូវគេហៅអ្នកអត់ការងារធ្វើបែបហ្នឹងមែនទេមានតែភាពក្រអឺតក្រទុំតើអាចធ្វើការងារបានត្រឹមត្រូវទេអ្នកទាំងអស់គ្នាឃើញទេដោយសារតែកូនប្រុសខ្ញុំជោគជ័យទើបនាងតាមទាមទារបែបនេះនាងតាមទាមទារព្រោះតែលុយសោះបើចង់មកទីនេះគួរតែមានសញ្ញាបត្រសិនទៅគឺទេនេះជាការពិតកូនប្រុសខ្ញុំគឺជាដៃគូថ្មីរបស់ក្រុមហ៊ុន Vision គ្រប់ចុះនាងជាស្អីមីស្រីសុំទានឈប់យកសពហើយចេញទៅ អាចក្រហើយរៀនបានតិចតួចក៏បានប៉ុន្តែត្រូវស្គាល់ពីខ្លួនឯងទោះបីជាអ្នករកលេសយ៉ាងណាក៏ដោយខ្ញុំនឹងមិនរៀបការជាមួយអ្នកដាច់ខាត គួរឲ្យអស់សំណើចណាស់ឥឡូវនេះខ្ញុំដឹងហើយថាកំហុសដ៏ធំបំផុតដែលខ្ញុំបានធ្វើគឺអ្វីគឺការជឿជាក់លើអ្នក Jin Seo Jin វាមានរយៈពេល7ឆ្នាំហើយខ្ញុំបានធ្វើការអស់រយៈពេល7ឆ្នាំដើម្បីបង់ថ្លៃជួលនិងថ្លៃសិក្សានៅពេលដល់ពេលកំណត់ប៉ុន្តែនេះជាទីបញ្ចប់មែនទេ កុំបង្ខំខ្ញុំតើខ្ញុំបានសុំឲ្យអ្នកធ្វើវាទេអ្នកធ្វើវាដោយសារតែអ្នកចង់ បង្ខំខ្ញុំបានគ្រប់គ្រងកម្មវិធីថ្នាក់បណ្ឌិតរបស់អ្នកហើយខ្ញុំក៏បានណែនាំការផ្ដល់ជូនរបស់ក្រុមគណៈកម្មាធិការផងដែរប៉ុន្តែឥឡូវនេះអ្នកមានឱកាសហើយអ្នកគ្រាន់តែបោះបង់ខ្ញុំចោល
ខ្ញុំបានប្រាប់អ្នកថាខ្ញុំនឹងសងអ្នកវិញតើអ្នកចង់បានអ្វីទៀត តើខ្ញុំចង់បានអ្វីទៀតតើស្នេហារបស់យើងជាការដោះដូរសម្រាប់អ្នកមែនទេឥឡូវនេះវាចប់ហើយនាងជាមនុស្សរមើលគុណ គ្រប់គ្រាន់ហើយកុំធ្វើពុតទៀតចេញពីជីវិតរបស់ខ្ញុំទៅ អូគួរឲ្យអាណិតណាស់គ្រាន់តែឃើញក៏ធ្វើឲ្យខ្ញុំឈឺពោះដែរតើនរណាម្នាក់នៅទីនេះមានក្រដាសជូតមាត់ទេ អ្នកស្រី Han Hee Seo សូមឈប់ទៅលោកបណ្ឌិតជិនគឺជាមនុស្សម្នាក់ដែលក្រុមហ៊ុនបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីនាំយកមកការបន្តធ្វើបែបនេះនឹងធ្វើឲ្យអ្នកខាត់បងសូមចេញពីទីនេះ លោកប្រធានខ្ញុំបានរកឃើញអ្នកស្រី Han Hee Seo ហើយនាងណែណានាងកំពុងចូលរួមពិធីជប់លៀងស្វាគមន៍សម្រាប់លោកបណ្ឌិតជិនស៊ៀវយិននៃក្រុមហ៊ុនរបស់យើងទោះជាយ៉ាងណាក៏ដោយបរិយាកាសនៅនឹងកន្លែងត្រូវបានគេនិយាយថាមិនធម្មតាទេជិនស៊ៀវយិនទៅក្រុមហ៊ុនឥឡូវនេះ ឃើញទេមនុស្សនៅទីនេះដឹងថាអ្នកកំពុងធ្វើឲ្យខ្លួនឯងអាម៉ាស់ ចេញទៅមុនពេលរឿងកាន់តែធំអ្នកនឹងខាត់បង តើអ្នកគិតថាខ្ញុំមិនសមនឹងនៅទីនេះទេ បន្តស៊ូទ្រាំទៅប៉ុន្តែគុំសុំឲ្យខ្ញុំជួយអ្នក ហេតុអ្វីខ្ញុំត្រូវធ្វើអញ្ចឹងគួរឲ្យអស់សំណើចណាស់អ្នកមិនមានសិទ្ធិធ្វើបែបនោះតាំងពីដំបូងមកម្លេះ ខ្ញុំប្រាប់អ្នកជាលើកចុងក្រោយសូមចេញទៅដោយខ្លួនឯងឥឡូវនេះបើមិនដូច្នេះទេខ្ញុំនឹងហៅក្រុមសន្តិសុខ ហើយពួកគេទៅប៉ុន្តែខ្ញុំនឹងបញ្ជាក់រឿងមួយឲ្យច្បាស់ខ្ញុំមានសិទ្ធិនៅទីនេះហើយគ្មាននរណាម្នាក់នៅទីនេះមានសិទ្ធិបណ្ដេញខ្ញុំចេញទេសូម្បីតែយុនស៊ីនក៏ដោយ លឿនជាងនេះទៅដល់ទីនោះឲ្យលឿនតាមដែលអាចធ្វើទៅបានបាទលោកប្រធានយេស៊ូវអញដឹងទេថាឈ្មោះយុនស៊ីអនមានន័យថាម៉េច វ៉ាគេល្ងងជាងខ្ញុំគិតទៅទៀតឯងទៅតែមើលងាយអ្នកដែលបង្កើតអាណាចក្រនេះសូម្បីតែប៉ាខ្ញុំក៏មិនហ៊ានទោជាមួយលោកនាយកយុនដែរឯងស្លាប់មិនខានទេទោះបីជាយុនស៊ីអនជាមនុស្សអស្ចារ្យសម្រាប់ពួកឯងក៏ដោយតែសម្រាប់ខ្ញុំគេមិនមែនជាស្អីទេអ្នកដែលហ៊ានប៉ះពាល់ខ្ញុំអំបញ្ញមិញនេះទេដែលគួរតែជាអ្នកខ្លាចនោះព្រោះនាយករបស់ពួកឯងនឹងចាត់ទុកវាជារឿងធំ ឯងមានជីវិតពីរមែនទេចង់ស្លាប់មែនទេយេស៊ូវខ្ញុំដឹងថាឯងពិបាកចិត្តដែលបែកពីខ្ញុំតែពេលនេះឯងកំពុងតែបំពេញព្រំដែនហើយហ៊ានហៅឈ្មោះលោកនាយកដេបដាតាមពិតទៅខ្ញុំបំរុងនឹងណែនាំឯងឲ្យធ្វើជាអ្នកអនាម័យនៅទីនេះតែឯងមិនសាកសមសំបីតែការងារនឹងផង អញ្ចឹងហ៎ ឯងដឹងទេថាចង់ចូលទីនេះពិបាកប៉ុណ្ណាសំបីតែសន្តិសុខក៏មានសញ្ញាបត្រដែរតែឯងរៀនមិនទាន់ចប់ផង តាមមើលទៅឯងតែងតែគិតថាខ្ញុំត្រឹមនឹងសោះ នេះជាការពិតគ្មានកន្លែងសម្រាប់ឯងនៅក្នុងក្រុមហ៊ុនវៃវ៉ាន់ទេ ខ្ញុំមិនត្រូវការការណែនាំពីឯងទេហើយថាខ្ញុំមានសិទ្ធិនៅទីនេះឬអត់សួរយុនស៊ីអនផ្ទាល់ទៅ ហានយេស៊ូវតើអ្នកណៃណាយើងកំពុងស្ថិតនៅក្នុងសាលសន្និសីទប៉ុន្តែបរិយាកាសគឺតានតឹងណាស់ពាក្យចាំអារ៉ាមថា Han Hee Seo និង Jin Seo Yeon ធ្លាប់ជាគូស្នេហ៍នឹងគ្នាប៉ុន្តែ Jin Seo Yeon ទើបតែបញ្ចប់ទំនាក់ទំនងនេះ បែកគ្នាហើយអញ្ចឹងខ្ញុំមិនបាច់ដណ្ដើមសង្សារគេទេ តើអ្នកចង់ធ្វើអ្វីតើអ្នកចង់បំផ្លាញខ្លួនឯងនៅចំពោះមុខអ្នករាល់គ្នាទេ ច្បាស់ណាស់ដោយសារនាងមិនអាចរក្សាអ្នកបាននាងចង់ទីអ្នកចុះជាមួយនាងការសងសឹកដ៏គួរឲ្យអាណិតកុំបារម្ភអីសៀវយិនខ្ញុំនៅទីនេះ មែនហើយឪពុករបស់សៀវគឺជាអនុប្រធានប្រសិនបើអ្នករក្សាទំនាក់ទំនងល្អជាមួយគាត់មិនថានាងនិយាយអ្វីទេហ្គេមនឹងចប់បាទត្រូវហើយប្រសិនបើលោកនាយកយុនស៊ីអនមកដល់នាងនឹងមានពេលយ៉ាងច្រើន5នាទីអ្នកពិតជាគ្មានសង្ឃឹមទេនិយាយតាមត្រង់ការបែកពីអ្នកគឺជាជម្រើសដ៏ល្អបំផុតក្នុងជីវិតរបស់ខ្ញុំ មែនទេពេលការពិតលេចចេញមកអ្នកនឹងដឹងថាវាជាកំហុសដ៏ធំបំផុតក្នុងជីវិតរបស់អ្នក បាទលោកនាយកយុនទើបតែមកដល់មែនទេទើបតែមានការតាក់ទងមកលោកប្រធានយុនសេឈុនទើបតែមកពីប្រលានយន្តហោះឥឡូវនេះគាត់កំពុងចូលមកក្នុងបន្ទប់ទទួលភ្ញៀវហើយ ចាស់គាត់មកមែនឬព្រះឲ្យគាត់មកដើម្បីផ្ដល់កម្លាំងចិត្តដល់សជនរបស់យើងហើយអ្នកទាំងអស់គ្នាបានឬទេលោកប្រធានយុនសេឈុនបានមកហើយដើម្បីកូនប្រុសរបស់យើងរួចរាល់ហើយឥឡូវនេះគ្មាននរណាម្នាក់អាចប៉ះពាល់យើងបានទេ
ទេក្រុមហ៊ុន Vihon មិនមែនជាកន្លែងដែលទទួលយកក្មេងដូចឯងទេពេលដែលអាចដើរចេញដោយជើងទាំងពីរបានចេញទៅខ្ញុំនឹងផ្ដល់ឱកាសចុងក្រោយឲ្យឯង 10,000 លាន ទេហេតុអ្វីបានជាឲ្យ 10,000 លានទៅនាង បើមិនចង់បំផ្លាញពិធីជប់លៀងថ្ងៃនេះទេនេះជាការប្រសាយកនេះហើយចេញទៅវាជាលុយដែលឯងមិនអាចប៉ះបានអស់មួយជីវិតសម្រាប់ចិត្តដោយឆ្លាតវៃទៅឥឡូវនេះចេញទៅដោយស្ងៀមស្ងាត់ ឯងតែងតែនិយាយពីអំណាចនិងលុយសោះជន់ប៉ុន្តែឥឡូវនេះឯងនឹងដឹងហើយថាខ្ញុំជានរណាពេលដល់ពេលឯងនឹងអង្វរសុំឲ្យរឿងថ្ងៃនេះមិនធ្លាប់កើតឡើង ទេអ្នកម្ដាយក្មេកឥឡូវនេះកំពុងធ្វើអ្វីហ៊ានធ្វើឲ្យខ្ញុំខ្មាស់គេតើឯងជាអ្វីនរណាអង្វរនរណា យកព្រមចាំមើលថានឹងមានអ្វីកើតឡើងប៉ុន្តែបើជាពាក្យមិនពិតឯងនឹងត្រូវវាចេញពីទីនេះទាំងជូតស្បែកជើងឲ្យមនុស្សទាំងអស់នៅទីនេះបានហើយខ្វក់ណាស់ស្ដាយស្បែកជើងខ្ញុំសូម្បីតែសិទ្ធិជូតក៏គ្មានដែរ ហាន់អ៊ីសជាប្រពន្ធរបស់ខ្ញុំប៉ុណ្ណេះសាកសំហើយឬនៅហេតុអីអ្នកធ្វើបែបនេះ មិនអីទេគ្រាន់តែមានរុយហោះកាត់ប៉ុណ្ណោះខ្ញុំដឹងថាអ្នកសុំខ្ញុំរៀបការនៅលើយន្តហោះប៉ុន្តែខ្ញុំមិនទាន់យល់ព្រមផង ខ្ញុំមិនមែនជាមនុស្សដែលនិយាយហើយមិនធ្វើនោះទេដូច្នេះទុកឲ្យខ្ញុំជាអ្នកចាត់ការរឿងនេះចុះ តើអ្នកជានរណា មិននាអ្វីដែលខ្ញុំទើបតែនិយាយទេខ្ញុំជាប្តីរបស់ហានយេយ៉ូនាងគឺជាប្រពន្ធរបស់ខ្ញុំថាម៉េចលោកនាយករៀបការគាត់មិនដែលចាប់អារម្មណ៍លើមនុស្សស្រីសោះនេះជារឿងធំហើយ ថាម៉េចប្រពន្ធហានយេសៀវនាងពិតជាមុខក្រាស់មែនប៉ុន្មានឆ្នាំមកនេះនាងតង់ទៀមកូនប្រុសខ្ញុំតែបែរជាលួចរៀបការជាមួយប្រុសផ្សេងពីក្រោយខ្នងសៀវយន់នាងមានប្តីតាំងពីដំបូងមកម្លេះនាងមិនមែនមានចិត្តលើឯងទេគឺនាងតង់ទៀមឯងព្រោះតែលុយ នេះជាផែនការរបស់នាងមែនទេតាក់ទងជាមួយខ្ញុំបណ្ដារៀបការជាមួយប្រុសផ្សេងបណ្ដា កុំបង្វែរសាច់រឿងអ្នកណាជាអ្នកក្បត់អ្នកណានាងដឹងច្បាស់ជាងគេហើយ អ្នកស្រីធ្វើខុសធ្ងន់ហើយមនុស្សម្នាក់នេះមានកម្រិតខុសពីអ្នកស្រីមិនមែនជាកម្រិតដែលអ្នកស្រីអាចវិតម្លៃផ្ទះផ្ដាស់បានទេ ថាម៉េចកូនប្រុសខ្ញុំមិនមែនកម្រិតគេកូនប្រុសខ្ញុំជាបណ្ឌិតជាដៃគូរបស់ក្រុមហ៊ុន Vision Group ដែលមានប្រាក់ខែ 5,000 លានវ៉ុន ប្រយ័ត្នមាត់ផង នាងនេះពិតជាគួរឲ្យអស់សំណើចមែនហានយេសៀវនាងចូលមកដោយបាតដៃទេតែពេលនេះបែរជាមានប្តីឲ្យខ្ញុំជឿរឿងហ្នឹងនាងច្បាស់ជាទៅជួអ្នកណាម្នាក់ដែលមើលទៅសំរុំមកសម្ដែងធ្វើជាប្តីហើយមើលទៅអូមែនហើយចុងក្រោយគឺគ្រាន់តែនាំទូសម្ដែងម្នាក់មកសោះមើលចុះពាក់អាវធំម៉ាកល្បីធ្វើខ្លួនឲ្យមើលទៅលយមើលមួយផ្លែតក៏ដឹងថាជាប្រុសកំដរដែរ មែនហើយមើលមួយផ្លេតក៏ដឹងដែរប្រហែលជាទិញកញ្ចប់សេវាកម្មពេញហើយមើលទៅអ្នកណាទៅដឹងប្រហែលជាមានថែមសេវាកម្មបន្ថែម 2-3 ទៀតផងក៏មិនដឹងព្រះឲ្យនេះគេហ៊ានហៅលោកនាយកយុនចែនថាជាប្រុសកំដរជីអូនលោកផាក់ខ្ញុំគិតថានេះមិនមែនជាពេលដែលត្រូវនិយាយបែបនេះទេ ពូរបស់ជីអូនម្នាក់នឹងប្រហែលជាធ្វើការនៅក្លឹបហើយនាងទិញពេលវេលារបស់គេតើអ្នកកំពុងព្យាយាមបោកប្រាស់ពួកយើងនៅឯណា ស៊ូមីនបើអ្នកនិយាយបែបនេះ ស្ងប់ស្ងាត់ទៅហូរថោកទាបបែបនេះមិនស័ក្តិសមនឹងកន្លែងបែបនេះទេដោយសារតែគ្រូពេទ្យបុរាណជាអ្នកនាំគេមកវាមិនមែនជាការទទួលខុសត្រូវរបស់យើងទេ អ្នកទាំងអស់គ្នាមើលទៅដូចជាមិនដឹងទេប៉ុន្តែម្នាក់នេះគឺគ្រូពេទ្យបុរាណពិតប្រាកដមែនទេតើអ្នកគិតថាគេនឹងមើលទៅសំរុំទេប្រសិនបើអ្នកវិចខ្ចប់គេជាហូរគេមើលទៅគួរឲ្យអាណិតជាង ត្រូវហើយឈប់ស្រមៃចង់ឡើងឋានៈទៅហើយនាំបរិសុខខ្វក់នេះចេញទៅឥឡូវនេះទៅ សូមមេត្តានៅស្ងៀមទៅឥឡូវនេះអ្នកទាំងអស់គ្នាគឺ ពូរបស់ជីអូនហេតុអ្វីបានជាអ្នកអសើបំលេះអ្នកមើលថែក្មេងដែលអស់សង្ឃឹមនឹងមិត្តប្រុសដែលជួដោយលុយខ្ញុំនឹងរៀបចំរឿងនេះគ្រាន់តែនៅស្ងៀមទៅលេងផ្ទះតើអ្នកនឹងបន្តធ្វើវាទៀតទេប៉ុន្តែថ្ងៃនេះអ្នកទាំងពីរនឹងត្រូវអាម៉ាស់មុខតើនេះមើលទៅដូចជាការលេងសើចទេ តើអ្នកនឹងបន្តសម្ដែងទៀតទេខ្ញុំសូមទោសប្រសិនបើនេះស្ដាប់ទៅដូចជាការប្រមាថប៉ុន្តែណែបរោះសង្ហាប្រសិនបើគ្រូពេទ្យបុរាណអាចទិញពេលវេលារបស់អ្នកបានខ្ញុំក៏អាចទិញវាបានដែរតើវាមានតម្លៃប៉ុន្មានខ្ញុំនឹងឲ្យអ្នកដប់ដងដោះវាចេញនៅទីនេះនៅចំពោះមុខមនុស្សទាំងនេះទេមានរឿងធំហើយពួកយើងស្លាប់អស់ហើយនិយាយម្ដងទៀតមើល គេហើយតើ10 ដងពូជាហ៊ុនមើលទៅទើបតែធ្លាប់ឃើញប្រុសស្រាតជាលើកដំបូងមែនទេ ទេតាមពិតទៅខ្ញុំមិនចង់ពាក់ព័ន្ធនឹងរឿងបែបនេះទេមិនអញ្ចឹងកុំអៀនអីសាកល្បងសបាយម្ដងមើលដើរមួយជុំមើលប្រុសស្អាត
Jen Seojeon មានសៀវដឹងទេថាអំបញ្ញមិញនេះពួកឯងបានបំពេញច្បាប់ចុងក្រោយហើយអញ្ចឹងឈប់សម្ដែងទៅបើសម្ដែងធ្វើជាប្រពន្ធគេហើយទោះគេនិយាយអីក៏ត្រូវតែទ្រាំដែរ ល្អអញ្ចឹងលោក host បើ10ដងនេះមិនគ្រប់គ្រាន់ទេអញសាកហៅខ្លួនឯងមើលគុំនិយាយផ្ដេសផ្ដាស ខ្ញុំមិនទុកអ្នកចោលទេស៊ូជីនមិនអីទេ ខ្ញុំនឹងមិនទុកប្រពន្ធកូនខ្ញុំចោលទេ ឯងឈួតទេដឹងទេថាឯងកំពុងប៉ះអ្នកណា ខ្ញុំមិនខ្វល់ថាអ្នកជានរណាទេហើយគុំនិយាយពីខ្ញុំនិងប្រពន្ធខ្ញុំបែបនេះទៀត អ្នកចាប់ហើយតើអ្នកទុកឲ្យម្ចាស់ផ្ទះប៉ះដៃគូរបស់ក្រុមគណៈកម្មាធិការទេឥឡូវនេះគ្មាននរណាម្នាក់អាចជួយសង្គ្រោះអ្នកបានទេអ្នកបាននាំសេចក្តីស្លាប់មកលើខ្លួនអ្នកតើអ្នកដឹងទេថាឪពុកខ្ញុំជានរណា តើយើងគួរខ្លាចរឿងនោះទេប្រាប់ខ្ញុំមកតើខ្ញុំគួរខ្លាចអ្នកណា ឪពុករបស់ខ្ញុំគឺជាអនុប្រធានក្រុមគណៈកម្មាធិការសូម្បីតែនាយកប្រតិបត្តិយុនសេជុនក៏មិនអាចធ្វើអ្វីដោយមិនប្រុងប្រយ័ត្នបានដែរប៉ុន្តែអ្នកទាំងពីរទើបតែបោះបង់ឱកាសតែមួយគត់របស់អ្នកដើម្បីរស់រានមានជីវិតតើអ្នកឈួតទេនោះជាកៅអីរបស់នាយកប្រតិបត្តិតើអ្នកជាអ្វីដែលអង្គុយនៅទីនោះ នោះហើយជាមូលហេតុកន្លែងដែលគ្មាននរណាម្នាក់អាចអង្គុយបានដូច្នេះខ្ញុំគួរតែអង្គុយចុះប្រធានគូប្រាប់ខ្ញុំមកបាទតើអ្នកគិតថាខ្ញុំសុំនឹងអង្គុយនៅទីនេះទេបាទប្រកាសណាស់ អ្នកទាំងអស់គ្នាខ្វាក់ភ្នែកមែនទេនេះជាកន្លែងរបស់លោកប្រធានយុនសេយុនក្រៅពីលោកប្រធាននិងប៉ារបស់ខ្ញុំគ្មាននរណាម្នាក់អាចអង្គុយបានទេតែអញហ៊ានអង្គុយទីនេះគួរឲ្យអស់សំណើចណាស់ប៉ុន្តែខ្ញុំនឹងបន្តអង្គុយមានបញ្ហាអ្វីទេឈប់អួតទៅខ្ញុំនឹងផ្ដល់ឱកាសចុងក្រោយឲ្យឯងលូនចុះពីកៅអីនោះមកដូចកូនឆ្កែហើយលុតជង្គង់អង្វរជាមួយហានហ៊ីសូនោះខ្ញុំនឹងទុកជីវិតឲ្យឯងអង្វរនាង មែនហើយលុតជង្គង់ហើយព្រោះដូចឆ្កែនៅចំពោះមុខអ្នកទាំងអស់គ្នាបើឯងហ៊ានប៉ះពាល់ពួកយើងឯងត្រូវតែទទួលលទ្ធផល គឺទេព្រោះជាមួយប្តីរបស់ឯងទៅវាពិតជាផ្អែមល្ហែមណាស់ឈប់ទៅទេមិនចង់ទេខ្ញុំនឹងបន្តធ្វើវាខ្ញុំនឹងរាប់ដល់3ឱកាសចុងក្រោយហើយលុតជង្គង់ចុះមួយនាងនេះឈួតទេដឹង សាហ្វីសូមឈប់ទៅ ចេញទៅនាងវាខ្ញុំតើខ្ញុំអាចនៅស្ងៀមបានយ៉ាងម៉េច ទេមិនមែនទេគឺគាត់ ទោះជាអ្នកណាក៏ដោយខ្ញុំមិនខ្វល់ទេខ្ញុំនឹងសម្លាប់នាងនោះ សាហ្វីអ្នកត្រូវតែសុំទោសស៊ូអាឈប់ទៅណា នៅមិនទាន់ហួសពេលទេសុំទោសទៅឈួតអស់ហើយមែនទេហេតុអីខ្ញុំត្រូវសុំទោសពួកវា គឺដើម្បីស៊ូអាទេ នៅឲ្យស្ងៀមទៅពូជីហ៊ុនដែលខ្ញុំហៅថាពូរហូតមកដល់ពេលនេះគឺដោយសារតែប៉ាខ្ញុំទេខ្ញុំត្រូវគេប្រមាថហើយនៅឲ្យខ្ញុំសុំទោសទៀត គឺដើម្បីស៊ូអាទេឥឡូវនេះកំពុងតែហួសព្រំដែនហើយ បិទមាត់ទៅចាំមើលថានរណាជាអ្នកលុតជង្គង់អង្វរ អាសូមអង្វរខ្ញុំក៏ចង់ដឹងដែរថាអនុប្រធាននឹងធ្វើអ្វីដាក់ខ្ញុំ ប៉ាខ្ញុំនៅកន្លែងរៀបចំកម្មវិធីមានមីមួយនោះវាវាខ្ញុំនៅមុខមនុស្សម្នាក់ចុះមកឥឡូវនេះមកចាស់បន្តិចទៀតគាត់មកដល់ហើយបើគាត់មកដល់ពួកឯងទាំងពីរចប់ហើយ អត់ទេប៉ារបស់ស៊ូអាអនុប្រធានមានខ្ញុំជុលមកមែនទេគាត់ជាអ្នកធំបន្ទាប់ពីប្រធានយុនសេយុននៅក្នុងក្រុមហ៊ុនយើងគាត់កំពុងតែមកហើយឯងចប់ហើយខ្ញុំក៏មិនអាចជួយឯងបានទៀតដែរ ជួយស្អីទៅពួកល្ងងនេះជាអ្នកបង្កខ្លួនឯងសោះកុំមកកំ pl ែងជីនសជុនឯងជួយស្អីនៅមុខខ្ញុំឯងគ្មានជាស្អីទេនៅតែអួតទៀតចាំមើលពេលអនុប្រធានមកដល់ឯងនឹងត្រូវខ្មាស់គេយ៉ាងម៉េច តើនរណាជាអ្នកវីកូនស្រីខ្ញុំនៅទីនេះ ប៉ាអរគុណដែលបានមក ថ្ងៃនេះជាកម្មវិធីស្វាគមន៍លោកបណ្ឌិតជីនសជុនតើមានរឿងអីហ្នឹង មិនមែនជាកំហុសខ្ញុំទេនារីម្នាក់នោះជាអ្នកបង្កចំនួនមើលនេះទៅនាងថែមទាំងផ្ទះកំភ្លៀងខ្ញុំទៀតផង ឈ្គូទេដឹងហ៊ានវីកូនស្រីខ្ញុំផងបានប្រាប់ទេថាខ្ញុំជានរណា ប្រាប់ហើយប៉ុន្តែនាងនៅតែមិនខ្វល់លើសពីនេះទៅទៀតបរោះដែលធ្វើពុតជាប្តីរបស់នាងបានអង្គុយនៅកន្លែងរបស់លោកប្រធានទៀតផងជារឿងពិតពួកគេទាំងពីរអ្នកពិតជាឈួតមែន លោកអនុប្រធានខ្ញុំមានរឿងមួយចង់ប្រាប់ពិតមាត់កូនស្រីខ្ញុំត្រូវគេវីនៅក្នុងក្រុមហ៊ុនខ្ញុំតើឯងគ្រាន់តែឈរមើលទេលោកអនុប្រធានមិនមែនអញ្ចឹងទេគឺគាត់
គាត់គឺជាលោកប្រធានយន្តហ៊ានយកឈ្មោះលោកប្រធានមកនិយាយផងលោកបណ្ឌិតជីនសជុនគឺជាបុគ្គលិកដែលលោកប្រធានជ្រើសរើសដោយផ្ទាល់ប៉ុន្តែបែរជាធ្វើឲ្យកម្មវិធីស្វាគមន៍ខ្លាចជាបែបនេះទៅវិញមិនមែនអញ្ចឹងទេអ្នកដែលបង្កចំនួនគឺពួកឯងមែនទេត្រូវហើយបរិសម្នាក់នេះគឺជាប្តីคล้ายៗដែលគ្រូពេទ្យហាននាំមកគ្រូពេទ្យហានជាអ្នកបង្កបញ្ហាអនុប្រធានវាជាការពិតដែលកូនប្រុសរបស់ខ្ញុំបានជួបគ្រូពេទ្យហានប៉ុន្តែវាបានបញ្ចប់ជាយូរមកហើយយល់ហើយវិជ្ជាបណ្ឌិតជីនសូជីនគឺជាអ្នកមានទេពកោសល្យដែលត្រូវបានជ្រើសរើសដោយផ្ទាល់ដោយនាយកប្រតិបត្តិខ្ញុំនឹងមិនសួរពីការទទួលខុសត្រូវនោះទេសូមអរគុណអនុប្រធានគឺទេគាត់ជាប៉ារបស់ខ្ញុំគាត់មានអំណាចបន្ទាប់ពីនាយកប្រតិបត្តិយូនសេយុនពួកឯងចប់ហើយម្នាក់ដែលនិយាយខ្លាំងទៅណាហើយពេលមេធំចេញមកក៏ពួនក្រោយខ្នងស្រីឯងនឹងដឹងឆាប់នេះថាឯងកំពុងប៉ះពាល់អ្នកណាកុំកំ pl ែងពេកយកប្រុសតាមផ្លូវមកធ្វើជាប្តីហើយឥឡូវមកអង្គុយកៅអីនាយកប្រតិបត្តិទៀតគ្មានភាពក្លាហានងាកមកទេដឹងនាងដែលអង្គុយទីនោះចេញទៅមុនពេលរឿងកាន់តែធំបង្វិលកៅអីនោះមកមើលថានរណាខ្ញុំនឹងធ្វើវាស៊ីនសជុនបើខ្ញុំជាលោកខ្ញុំនឹងមិនប៉ះកៅអីនោះទេពេលដែលលោកប៉ះវាអាជីពដ៏តូចតាចរបស់លោកនឹងត្រូវបញ្ចប់នេះនាងចង់គំរាមខ្ញុំមែនទេមិនមែនគំរាមទេតែវាជាការពិតម្នាក់នោះមិនមែនជាមនុស្សដែលលោកអាចប៉ះពាល់បានទេប៉ាខ្ញុំជាអនុប្រធានក្រុមហ៊ុន Wayang Group ថ្នាក់លើគាត់គឺលោកនាយកយុនសយុនប៉ុន្តែតានាងគិតថាយើងខ្លាចប្តីនាងដែលអង្គុយនៅទីនោះមែនទេតើលោកគិតថាយើងនឹងប៉ះពាល់បរិសម្នាក់មកពីក្លឹបមែនទេសូមមានស្មារតីឡើងវិញអ្នកទាំងពីរហាក់ដូចជាគិតថាអ្នកកំពុងថតរឿងភាគប៉ុន្តែកម្រិតរបស់អ្នកគឺច្បាស់ណាស់ហានអ៊ីជូខ្ញុំឮថានាងរងទុក្ខច្រើនណាស់ក្នុងរយៈពេលយូរដូច្នេះខួរក្បាលនាងប្រហែលជារឹងហើយនាងមិនអាចមិនដឹងថានឹងមានអ្វីកើតឡើងទេប្រសិនបើនាងប៉ះពាល់ប៉ាខ្ញុំមែនទេហេតុអ្វីព្រោះនាងគ្មានអ្វីសោះបើជាអនុប្រធានគាត់នឹងចាត់ការនាងនិងប្តីនាងក្នុងពេលតែមួយវាពិតជាគួរឲ្យអស់សំណើចណាស់អ្នកណាត្រូវបញ្ចប់អ្នកណាត្រូវវិនិច្ឆ័យលោកនៅតែនិយាយពីរឿងនោះប៉ុន្តែពេលដែលកៅអីនោះងាកមកលោកនឹងដឹងថាអ្នកណាត្រូវបញ្ចប់ពិតប្រាកដតើនាងចង់និយាយថាអនុប្រធានកំពុងមានបញ្ហាលើនេះមែនទេនាងបាត់បង់ស្មារតីបន្ទាប់ពីបែកពីខ្ញុំគួរឲ្យចាប់អារម្មណ៍ណាស់ខ្ញុំបារម្ភថាខ្ញុំនឹងមានបញ្ហានៅចំពោះមុខនាងខ្ញុំទទួលស្គាល់ភាពក្លាហានរបស់នាងប៉ុន្តែវាគ្មានប្រយោជន៍ទេនៅចំពោះមុខខ្ញុំល្អខ្ញុំនឹងបង្ហាញនាងឥឡូវនេះថានឹងមានអ្វីកើតឡើងនៅពេលដែលមនុស្សដែលនាងគិតថាជាប្តីរបស់នាងចូលរួមក្នុងរឿងនេះគ្រាន់តែបំបាក់ជើងគឺស្រាលពេកហើយបណ្ដេញចេញពីប្រទេសនេះតែម្ដងទៅល្អជាងបង្វិលកៅអីនោះភ្លាមបើមិនអញ្ចឹងទេខ្ញុំជាអ្នកបង្វិលអនុប្រធានមិនបានទេគាត់មិនមែនជាមនុស្សបែបនោះទេមិនបានស្អីទៅមនុស្សអស់នេះសំតែទទួលរឿងបែបនេះហើយមិនបានជាគ្រប់គ្នាភ័យខ្លាចចម្លេះអំបញ្ញមិញនេះថែមទាំងប្រាប់ឲ្យខ្ញុំសុំទោសទៀតផងថាម៉េចឲ្យសុំទោសពួកវាបើចង់ឃើញខ្លាំងម្លេះក៏បានស្ហាជំរាបសួរទៅមិនចាំបាច់ឲ្យរងចាំយូរទេសំឡេងនោះកុំប្រាប់ណាថាឈប់សម្ដែងឲ្យបង្វិលមកតើអ្នកគិតថាខ្ញុំខ្លាចមែនទេត្រូវទេកៅអីត្រូវបានបង្វិលហើយតើអ្នកនឹងធ្វើអ្វីឥឡូវនេះទេមិនអាចទៅរួចទេអ្នកបន្តស្វែងរកខ្ញុំអនុប្រធានមិនបានចុះលោកនាយកប៉ាមិនបាច់ហៅលោកនាយកទេលោកនាយកពិតប្រាកដនឹងមកដល់ឆាប់នេះពេលគាត់មកដល់អ្នកទាំងពីរនឹងចាប់ហើយអានយេស៊ូខ្ញុំនឹងផ្ដល់ឱកាសចុងក្រោយដល់អ្នកសូមអង្វរមុនពេលលោកនាយកមកដល់បន្ទាប់មកអ្នកនឹងមានកន្លែងសម្រាប់ដកថយខ្ញុំមិនអង្វរនរណាម្នាក់ទេផ្ទុយទៅវិញអ្នកគួរតែហាត់សុំទោសអ្នកថាម៉េចកុំនិយាយជាមួយគាត់ទុកឲ្យគាត់ទៅបើគាត់ចង់ស្លាប់ខ្លាំងណាស់បាទឃើញទេអានយេសូភ្ញាក់ឡើងប៉ាខ្ញុំមកដល់ហើយអ្វីនឹងត្រូវបានសម្អាតក្នុងពេលឆាប់នេះក្រោកឡើងហូសប្រសិនបើអ្នកចង់រក្សាការងាររបស់អ្នកបិទមាត់ប៉ាមិនក៏ញ័រដែរម្លេះអូយល់ហើយមុនពេលលោកប្រធានមកដល់ប៉ាចង់ដេញពួកគេទាំងពីរចេញមែនទេចឹងធ្វើទៅឃើញទេពួកឯងចប់ហើយប៉ារបស់យើងពេលខឹងគឺញ័រដៃបែបនឹងឯងកាន់តែញ័រខ្លាំងកាន់តែខឹងខ្លាំងណែមិនគិតថាការដែលគាត់ញ័រដៃនឹងមិនមែនដោយសារតែខឹងទេ
កុំកំ pl ែងពេកប៉ារបស់យើងខ្លាចអ្នកណាទៅបើគាត់ញ័រដៃគឺគាត់ចង់កំចាត់អ្នកនៅទីនេះទាំងអស់ហើយនៅមិនទាន់ដឹងថាអ្នកណានៅទីនេះទៀតចិត្តត្រូវគេដេញចេញហើយនៅមាត់រឹងទៀត បន្តនិយាយទៀតទៅឯងកំពុងតែជីករណ្ដៅកប់ខ្លួនឯងហើយ ប៉ាឈប់ញ័រទៅចាត់ការពួកគេទាំងពីរទៅ ត្រូវតែចាត់ការ អ្នកដែលអញត្រូវចាត់ការគឺឯង ប៉ា អញដឹងទេថាអញទៅតែធ្វើស្អី ខ្ញុំអ្នកដែលបង្កបញ្ហាគឺខាងនោះតើ ពិតមាត់សុំទោសឥឡូវនេះ ប៉ាចង់ឲ្យខ្ញុំសុំទោស លោកអនុប្រធានអ្នកទាំងនោះបានវីសៀហេតុអីយើងត្រូវសុំទោស ហេតុអីប៉ាធ្វើបែបនេះមែនតែនទៅសៀយិន អញដឹងទេថាគាត់ជានរណាលោកមិនគួរធ្វើបែបនេះទេខ្ញុំជាបណ្ឌិតហើយជាដៃគូដ៏មានមោទនភាពរបស់ V1 Group បណ្ឌិតនឹងជាដៃគូល្អ តើប៉ាកំពុងធ្វើអ្វីហ្នឹងនេះជាពិធីអបអរសាទរសម្រាប់ពួកយើងតើ គ្មានការអបអរសាទរអ្វីទេអបអរសាទរស្អីបន្ទាប់ពីប៉ះពាល់គាត់ហើយនោះពីព្រោះគាត់គឺយុនស៊ីយ៉ុនជានាយកប្រតិបត្តិនៃ Y1 Group ថាម៉េច លោកនាយកប្រតិបត្តិកូនស្រីដែលមិនទាន់ដឹងក្តីរបស់ខ្ញុំបានប្រព្រឹត្តខុសហើយសូមមេត្តាអភ័យទោសឲ្យនាងផងលោកនាយកប្រតិបត្តិ តើមនុស្សម្នាក់នោះពិតជាលោកប្រធានយុនសេជុនមែនទេ ខ្ញុំក៏មិនដឹងដែរប៉ុន្តែប្រធានហានបានរៀបការជាមួយបរិសម្នាក់នោះគឺយុនសេជុនបិចក៏ បុរសម្នាក់នោះគឺជាអ្នកកំដរដែលខ្ញុំបានចំណាយលុយជួលមកគាត់មិនអាចជាយុនសេជុននោះទេដាច់ខាតប៉ានិយាយលេងទេមែនទេប៉ាគ្រាន់តែចង់សាកល្បងខ្ញុំទេមែនទេ នាងល្ងងនាងធ្វើឲ្យគ្រួសារយើងបាត់បង់កិត្តិយសអស់ហើយលុតជង្គង់សុំទោសលោកប្រធានឥឡូវនេះភ្លាម អញ្ចឹងគាត់ពិតជាលោកប្រធានយុនសេជុនមែនទេលោកប្រធានខ្ញុំពិតជាមិនដឹងទេសូមអភ័យទោសឲ្យខ្ញុំម្ដងទៅ ប្រធានគូយកនាងចេញទៅចាត់ទុកថានាងសំណាងហើយដែលខ្ញុំមិនប្រើហិង្សាលើមនុស្សស្រីប៉ុន្តែរឿងថ្ងៃនេះមិនទាន់ចប់ត្រឹមនេះទេលោកប្រធានគូតើនេះជាអ្នកស្នងតំណែងដែលលោកបានបណ្ដុះបណ្ដាលមែនទេចុះបើលោកចុះចេញពីតំណែងហើយចាប់ផ្ដើមអប់រំកូនលោកឡើងវិញលោកប្រធានខ្ញុំសុំទោសក្មេងនេះនៅក្មេងហើយមិនចេះគិតវាមិនពាក់ព័ន្ធនឹងខ្ញុំទេនាងអាចធ្វើបែបនេះបានប៉ុន្តែលោកមិនគួរធ្វើបែបនេះទេលោកគឺជាមុខមាត់របស់ក្រុមហ៊ុននោះហើយជាបញ្ហាលោកត្រូវបានបណ្ដេញចេញចាប់ពីថ្ងៃនេះទៅលោកប្រធានមិនបានទេសូមមេត្តា ឥឡូវខ្ញុំយល់ហើយប្រធានហានហេតុអ្វីបានជានាងមានភាពជឿជាក់ម្លេះព្រោះនាងមានយុនសេជុននៅពីក្រោយខ្នងឥឡូវនាងគិតថានាងខ្លាចជាមនុស្សអស្ចារ្យមែនទេនាងគិតថានាងខ្លាចជាមនុស្សដែលគ្មាននរណាម្នាក់ហ៊ានប៉ះពាល់មែនទេ ទេខុសហើយខ្ញុំមិនមែនជាមនុស្សដែលអ្នកអាចប៉ះពាល់បានដោយញីនោះទេមិនមែនដោយសារតែយុនសេយ៉ាននោះទេខ្ញុំជាមនុស្សបែបនេះតាំងពីដើមមក 7 ឆ្នាំហើយយិនសៀវយិនខ្ញុំមិនដែលសួរថាខ្ញុំជានរណាម្ដងណាឡើយខ្ញុំគ្រាន់តែចង់ចាក់ចេញហើយមិនខ្វល់ថាអ្នកកំពុងបោះបង់នរណាចោលនោះទេនោះគឺលោកបណ្ឌិតយិនសៀវយិនសមត្ថភាពរបស់អ្នកបានពន្លឿនដំណើរការសមត្ថភាពគឺអស្ចារ្យណាស់ការអប់រំក៏អស្ចារ្យដែរប៉ុន្តែក្រុមហ៊ុនរបស់យើងផ្ដល់អាទិភាពដល់អត្តចរិតជាងសមត្ថភាពដូច្នេះអ្នកបានធ្លាក់ការធ្វើតេស្តនោះការផ្ដល់ជូនការងារត្រូវបានលុបចោលលោកថាម៉េច ចាំបន្តិចសិនសូមកុំធ្វើបែបនេះអីកូនប្រុសរបស់ខ្ញុំបានត្រឹមតែសម្លឹងមើលតំណែងនោះហើយរត់មករវាសូមមេត្តាកុំដេញគាត់ចេញអីណា ការសម្រេចចិត្តត្រូវបានបញ្ចប់ការអង្វរនឹងមិនផ្លាស់ប្ដូរអ្វីនោះទេហើយអ្នកដឹងពីមូលហេតុច្បាស់ជាងនរណាទាំងអស់ខ្ញុំ ឯងកំពុងធ្វើអីនឹងយុនសេយ៉ាន លោកស្រីប្រធាន លោកយាយ ឯងនិយាយថាម៉េចឯងហ៊ានប្រឆាំងនឹងបំណងរបស់ខ្ញុំហើយឯងនៅតែគិតថាឯងមានសិទ្ធិហៅខ្ញុំថាលោកយាយទៀត យុនសេជុនលើកនេះឯងពិតជាហួសហេតុពេកហើយលោកយាយបានប្រាប់ឲ្យរៀបការជាមួយសជីមីនជាកូនក្រមុំតែឯងបែរជាកាប់ផ្ដាច់ទំនាក់ទំនងហើយបាត់ខ្លួនស្រាប់តែត្រឡប់មកវិញភ្លាមក៏ធ្វើរឿងឈួតចង់បញ្ឈប់ការងារគេការភ្ជាប់ពាក្យនោះនៃឯងភ្លេចហើយឬថាអ្នកណាជាអ្នកបង្កើត V1 ពេលនេះតំណែងប្រធានជារបស់ឯងមែនតែអ្នកដែលកសាង V1 គ្រប់ពីបាតដៃទេគឺលោកយាយឯងគ្មានសិទ្ធិបញ្ឈប់ការងារលោកបណ្ឌិតជីនសេជុននិងអនុប្រធានមានខ្ញុំឈោទេ ស្ជៀនគេថាឯងត្រូវបញ្ឈប់ពីការងារចុះមនុស្សម្នាក់នោះជានរណាទើបហ៊ានដមត់ជាមួយយុនសេជុនបែបនេះ
យុនសេហុនជាបងប្រុសបង្កើតរបស់យុនសេស៊ុនឬថាពួកគេមិនត្រូវគ្នាទេមួយរយៈនេះលោកយាយក៏កាន់ជើងយុនសេហុនជាងយុនសេស៊ុនដែរ កុំហួសហេតុពេកខ្ញុំជាប្រធានសិទ្ធិសម្រេចរឿងបុគ្គលិកគឺជាការងាររបស់ខ្ញុំបងប្រុសបើលោកយាយថាមិនមែននោះវាមិនមែនជារបស់ឯងទេប្អូនប្រុស មានខ្ញុំឈោជាមនុស្សដែលលះបង់មួយជីវិតដើម្បីក្រុមហ៊ុននេះបញ្ឈប់ការងារមិនបានទេរឿងនោះ អរគុណលោកស្រីដែលបានជួយមើលថែខ្ញុំ ហើយទុកក្មេងម្នាក់នោះដែរទៅវាមិនមែនជារឿងដែលឯងត្រូវលូកដៃទេ ប៉ុន្តែលោកយាយ Thunder Circle កំពុងគ្រប់គ្រងអ្នកស្រាវជ្រាវកម្ពុជាលើពិភពលោកថ្ងៃស្អែកលោក Thunder ដែលជាប្រធាននឹងមកដល់លោកបណ្ឌិតជីនសជុនគឺជាធនធានមនុស្សដ៏ល្អឥតខ្ចោះដែលគាត់កំពុងស្វែងរកដូច្នេះទុកគេទៅដើម្បីវិវត្តរបស់យើងយកទេឥឡូវនេះផ្ដោតលើរឿងសំខាន់ទៅរៀបការជាមួយសៀវយឺមិនទៅអាពីពិពានោះគឺជាផ្លូវតែមួយគត់ដែលអាចសហការជាមួយ Thunder Circle បាន ខ្ញុំមិនចង់ទេខ្ញុំមិនរៀបការជាមួយយឺមិនទេហើយខ្ញុំមានរួចហើយ យួនសៀនខ្ញុំបានសម្រេចចិត្តរួចហើយគ្មាននរណាម្នាក់អាចផ្លាស់ប្ដូរវាបានទេអញ្ចឹងតើបានជាប្រញាប់ម្លេះដោយសារតែលោកធ្លាប់ជួយសង្គ្រោះខ្ញុំម្ដងលើកនេះដល់វេនខ្ញុំម្ដងហើយ លោក Thunder សំណើរបស់ក្រុមហ៊ុន Maiwon Group ត្រូវបានអនុម័តហើយថ្ងៃស្អែកប្រកាសជាផ្លូវការនៅកម្មវិធី Gala ទៅខ្ញុំនឹងបញ្ជាក់ថា Maiwon Group ជាដៃគូកូរ៉េដំបូងគេ ល្អផ្សព្វផ្សាយពាក្យចចាមអារ៉ាមឲ្យកាន់តែធំទៅខ្ញុំត្រូវរៀបចំកាដូដ៏គួរឲ្យភ្ញាក់ផ្អើលមួយសម្រាប់ប្តីរបស់ខ្ញុំសេយ៉ុនខ្ញុំដឹងថាឯងខូចចិត្តប៉ុន្តែបើឯងរៀបការជាមួយជីមីនឯងនឹងមានទំនាក់ទំនងជាមួយគ្រួសារកុំយងហើយផ្លូវនោះនឹងភ្ជាប់ទៅរង្វង់ឋានឬដោយផ្ទាល់នោះគឺជាអនាគតរបស់គណៈកម្មាធិការយើង លោកយាយចង់ប្រគល់អនាគតក្រុមហ៊ុនយើងទៅឲ្យអ្នកដទៃមែនទេខ្ញុំនឹងត្រួសត្រាយផ្លូវដោយខ្លួនឯងខ្ញុំមិនដើរផ្លូវកាត់ទេ មិនមែនទេវាមិនមែនជាផ្លូវកាត់ទេតែជាយុទ្ធសាស្ត្រផ្លូវទៅរកអំណាចត្រូវបានត្រួសត្រាយរួចហើយហេតុអីក៏ឯងចង់ចាប់ផ្ដើមពីបាតដៃទេវិញនោះមិនមែនជាយុទ្ធសាស្ត្រទេតែជាការភ័យខ្លាចទេលោកយាយហើយលោកយាយមិនគួរចាប់បង្ខំសេយ៉ុនឲ្យរៀបការជាមួយស្រីផ្សេងទេសម្ដែងទៀតហើយពិតមែនមិនធន់នឹងការធ្វើខ្លួនបែបហ្នឹងទេ មីឈួតឆាប់ចេញទៅ នាងនេះជានរណា លោកប្រធានកិត្តិយសនាងគឺជាអតីតមិត្តស្រីរបស់ខ្ញុំជាគ្រូពេទ្យបុរាណនាងតាមខ្ញុំរហូតដល់ទីនេះបន្ទាប់មកនាងក៏តោងទាមយុនសេយ៉ុនហើយធ្វើពុតជាប្រពន្ធរបស់គេដើម្បីរារាំងការភ្ជាប់ពាក្យជាមួយសូជីមីងណែបើឯងហ៊ាននិយាយមួយម៉ាត់ទៀតថ្កាំឯងនឹងហោះទៀតហើយមើលចុះគេកំពុងតែអន្ទះសាហើយ លោកយាយអ្នកទាំងពីរនេះកំពុងតែកុហកលោកយាយយ៉ាងអៀនខ្មាស់នាងនេះកំពុងតែប្រើឈ្មោះនាយកយុនសេយ៉ុនដើម្បីគេចខ្លួនតែម្នាក់ឯងសរុបមកគឺអញ្ចឹងនាយកយុនសេយ៉ុននឹងផ្ដាច់ពាក្យជាមួយសូជីមីនតាមរយៈការសម្ដែងនេះត្រូវហើយការចាប់ផ្ដើមគឺคล้ายៗប៉ុន្តែឥឡូវនេះមិនមែនទេ នាងកំពុងនិយាយអីហ្នឹង យុនសេយ៉ុនតើលោកអាចរៀបការជាមួយខ្ញុំមែនទែនបានទេ លុយម្លេះនេះជាស្អីទៀតហើយឈ្គួតទេឯងចង់ទៅដល់ទីបញ្ចប់មែនទេ កំពុងតែសប្បាយតើអ្នកគិតថាប្រធាននឹងរៀបការជាមួយអ្នកទេឥឡូវនេះនាងកំពុងព្យាយាមចាប់យកឱកាសមួយទោះបីជាប្រធានត្រូវបានគេរុញចូលទៅក្នុងជ្រុងមួយក៏ដោយតើគាត់នឹងសម្របសម្រួលជាមួយកម្រិតរបស់អ្នកទេ យុនសេយ៉ុនប្រសិនបើអ្នកយល់ព្រមឥឡូវនេះអ្នកនឹងបាត់បង់អ្វីទាំងអស់ដែលអ្នកមានតើអ្នកដឹងច្បាស់ទេថាអ្នកកំពុងធ្វើអ្វីឥឡូវនេះ ខ្ញុំដឹងអ្នកគឺជាអ្នកដែលបានស្នើសុំមុនគេខ្ញុំគ្រាន់តែឆ្លើយតបទៅគាត់ឥឡូវនេះ ហេតុអ្វីខ្លាចមែនទេ ទេមិនមែនទេផ្ទុយទៅវិញនៅពេលដែលខ្ញុំស្នើសុំខ្ញុំមានរបស់ជាច្រើនប៉ុន្តែនៅពេលនោះអ្នកបានបដិសេធហើយឥឡូវនេះខ្ញុំគ្មានអ្វីសោះត្រូវហើយនោះហើយជាមូលហេតុដែលខ្ញុំស្នើសុំខ្ញុំមិនបានកំណត់គោលដៅលើលុយឬអំណាចរបស់អ្នកទេខ្ញុំគ្រាន់តែស្នើសុំទៅអ្នកយុនសេញ៉ាន់ប៉ុណ្ណោះ យល់ព្រមតោះរៀបការ ឥឡូវនេះការសន្ទនាបានបញ្ចប់ហើយមនុស្សម្នាក់នេះពិតជាប្រពន្ធរបស់ខ្ញុំចាប់ពីពេលនេះទៅតើមាននរណាម្នាក់មានការជំទាស់ទេធ្វើបានល្អណាស់យុនស៊ីយុនអញគិតថាអញអាចប្រឆាំងនឹងលោកយាយបានដោយការរៀបការคล้ายៗជាមួយស្រីថោកទាបម្នាក់នេះមែនទេ បានហើយខ្ញុំលែងចង់ស្ដាប់ឯងនិយាយទៀតហើយចាប់ពីពេលនេះទៅយុនស៊ីយុនត្រូវព្យួរការងារជាប្រធាន ខ្ញុំក៏ទទួលបានការបញ្ជាក់ពីការវិនិយោគពី Thunder Circle ដែរលោកយាយពិតជាហួសហេតុពេកហើយ ហេតុអីខ្ញុំជាយាយឯងកុំហៅខ្ញុំបែបនេះទៀតពេលដែលឯងសុំក្មេងនេះរៀបការឯងបានបោះបង់ចោលសមាជិករបស់យើងហើយ
ហើយនេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះថ្ងៃស្អែកមានកម្មវិធីស្វាគមន៍លោក Thunder យើងទាំងអស់គ្នាត្រូវបានអញ្ជើញដោយសារតែ Seal Jamin តើឯងកំពុងធ្វើស្អែកអីហ្នឹងទៅកម្មវិធីថ្ងៃស្អែកហើយបដូរចិត្ត Jamin ទៅនោះជាឱកាសចុងក្រោយហើយបើធ្វើមិនបានទេរៀបចំអីវ៉ាន់ចេញទៅថាឯងកំពុងទាញខ្សែវិនិយោគពីក្រោយប៉ុន្តែគួរឲ្យស្ដាយ Jamin បាននិយាយយ៉ាងច្បាស់បើឯងមិនរៀបការទេឯងនឹងមិនទទួលបានលុយមួយកាក់ពី Thunder Circle ទេមិនអាចទៅរួចទេខ្ញុំបានទទួលការសន្យាពីខាងនោះរួចហើយការសន្យាពាក្យទេនរណាក៏អាចនិយាយបានដែរបើគ្មានកិច្ចសន្យាទេវាសុទ្ធតែជារឿងមិនពិតលោកប្រធានយើងមិនទាន់ទទួលបានច្បាប់ចម្លងដែលមានហត្ថលេខានៅឡើយទេឃើញទេប្អូនប្រុសខ្ញុំនឹងមើលឯងធ្លាក់ចុះបន្តិចម្ដងហើយឯងនឹងដឹងឆាប់នេះថាតើការប៉ះពាល់គូដណ្ដឹងរបស់ Seal Jamin មានតម្លៃប៉ុណ្ណាហើយខ្ញុំនឹងទៅជាមួយលោកវិជ្ជបណ្ឌិតជីននៅថ្ងៃស្អែកគឺទេសូជីនកូនត្រូវបានគេអញ្ជើញមានតែមហាសេដ្ឋីទេដែលអាចទៅកន្លែងបែបនោះបានត្រូវហើយខ្ញុំត្រូវបានអញ្ជើញដោយផ្ទាល់ពី Thunder Circle Thunder Circle មែនហ្នឹង Thunder Circle ណែនាំកូនប្រុសយើងយោងតាមសូជីនលោក Thunder ចូលចិត្តស្ទីលបែបអភិជនស្អាតបាតថ្ងៃស្អែកគឺជាឱកាសរបស់អ្នកបើអ្នកធ្វើបានល្អអ្នកអាចនឹងទាក់ទាញចំណាប់អារម្មណ៍គាត់សូមអរគុណខ្ញុំពិតជានឹងចូលរួមល្អប៉ុណ្ណឹងចុះដោយសារ Thunder Circle បានសន្យាពួកគេនឹងមិនកែប្រែទេពិនិត្យមើលម្ដងទៀតបាទកុំបារម្ភខ្ញុំបាននិយាយថាខ្ញុំនឹងវិនិយោគវានឹងដំណើរការដូចដើមវ៉ាវនេះជារឿងគួរឲ្យអស់សំណើចណាស់តើអ្នកនឹងយកលុយរបស់ Thunder Circle ដោយរបៀបណាចាំមើលថ្ងៃស្អែកទៅដឹងហើយថានរណាជាអ្នកសើចហើយខ្ញុំប្រាប់ឲ្យច្បាស់ទៅចុះ Thunder Circle មិនជ្រើសរើសនាងដាច់ខាតនាងជាស្អីនាងមិនទាំងបានទទួលការអញ្ជើញផងពួកយើងត្រូវបានគេអញ្ជើញចាំមើលថ្ងៃស្អែកទៅដឹងហើយថ្ងៃស្អែកនាងដណ្ដើមសំបីតែគូដណ្ដឹងរបស់ Seal Jamin បើនាងអាចរស់ដល់ថ្ងៃស្អែកបានចាត់ទុកថាសំណាងហើយបើចេះគិតយប់នេះជីយន្តហោះចេញទៅឈប់យកសព្ទថាចង់ធ្វើជីជំទាវអ្នកមានទៀតទៅអូឥឡូវចាត់ទុកខ្ញុំជាមនុស្សស្រីដែលសុំរៀបការព្រោះតែលុយមែនទេមិនមែនទេនាងគ្រាន់តែតោងយួនសេញនដើម្បីខ្សុះប៉ុណ្ណោះប៉ុន្តែឥឡូវខាងនោះក៏មិនអាចការពារនាងបានដែរអូបានហើយម៉ាក់និយាយជាមួយនាងគ្មានប្រយោជន៍ទេថ្ងៃស្អែកបើខ្ញុំចូលភ្នែក Thunder Circle ខ្ញុំអាចនឹងបោះកន្លែងមួយឲ្យនាងក៏បានព្រោះនាងក៏ត្រូវរស់ដែរម៉ាក់តោះទៅខ្ញុំពិតជាចង់ដឹងណាស់ថាថ្ងៃស្អែកពេលដឹងថាខ្ញុំជាប្រធាន Thunder Circle តើនៅតែអាចអួតដូចថ្ងៃនេះទៀតឬអត់កុំបារម្ភអីថ្ងៃស្អែកទោះមានរឿងអីក៏បងការពីអូនដែរកុំភ័យអីរឿងខ្ញុំចេះដោះស្រាយហើយថ្ងៃស្អែកខ្ញុំនឹងចាត់ការឲ្យស្អាតបងដឹងហើយតែក្រុមហ៊ុនកុំយងនឹងសាន់ឌឺស៊ឺខលមិនងាយស្រួលទេចុះយ៉ាងម៉េចថ្ងៃស្អែកបងនឹងបញ្ចប់កិច្ចសន្យាឲ្យស្អាតហើយឲ្យគ្រប់យ៉ាងត្រឡប់មកដូចដើមវិញការពីអូនគឺជាតួនាទីរបស់បងចុះលោកនាយកដែលអួតចង់រៀបការនៅលើយន្តហោះនោះទៅណាហើយគឺថាសុំភ្លេចរឿងនឹងទៅបរិសម្នាក់នោះចុះពីលើយន្តហោះបាត់ហើយតោះអូនអញ្ចឹងយើងចូលដល់វគ្គបន្ទាប់ទៅរៀបការ Ladies and gentlemen តើការរៀបចំសម្រាប់កម្មវិធី Gala ថ្ងៃស្អែកយ៉ាងម៉េចហើយរួចរាល់អស់ហើយបញ្ជីឈ្មោះអ្នកសារព័ត៌មានត្រូវបានបញ្ជាក់ហើយកិច្ចសន្យាមួយ400 trillion ជាមួយក្រុមហ៊ុន Wayne Group ក៏ត្រូវបានបញ្ចប់ផងដែរល្អប៉ុន្តែត្រូវចាំថានេះមិនមែនជាមូលនិធិសម្រាប់គ្រួសារយន្តសះទេសូមបំបែកកានីឲ្យបានហ្មត់ចត់ដើម្បីឲ្យវាត្រូវបានប្រតិបត្តិក្នុងនាមយន្តសះតែប៉ុណ្ណោះយល់ហើយមានសំណើសូមជួបពីព្រះអង្គម្ចាស់ Emir នៃមជ្ឈិមបូព៌ានិងឧត្តមសេនីយ៍ Bairele ពួកគាត់កំពុងរងចាំនៅខាងក្រៅតើខ្ញុំគួរអញ្ជើញពួកគាត់ចូលទេយល់ព្រមLady Thunder តើអ្នកសុខសប្បាយជាទេតើអាជីវកម្មរបស់អ្នកដំណើរការល្អទេបាទ Lady Thunder សូមអរគុណការគាំទ្ររបស់អ្នកក្នុងអំឡុងពេលដ៏លំបាកបំផុតរបស់ខ្ញុំមានន័យគ្រប់យ៉ាងអាណាចក្រអាវុធរបស់ខ្ញុំឥឡូវនេះលាតសន្ធឹងលើទ្វីបទាំង5គួរឲ្យចាប់អារម្មណ៍ណាស់ចុះអ្នកវិញព្រះអង្គម្ចាស់ Emir ខ្ញុំសុខសប្បាយជាទេអ្វីដំណើរការយ៉ាងរលូននិងស្ថិតក្រោមការគ្រប់គ្រងបើគ្មានការគាំទ្រពីអ្នកទេខ្ញុំនឹងមិនអាចដឹកនាំប្រទេសរបស់ខ្ញុំដោយស្ថិរភាពបែបនេះទេរីករាយដែលបានឬបែបនេះសូមអង្គុយចុះដូច្នេះតើខ្ញុំនឹងជួបអ្នកទាំងពីរនៅកម្មវិធី Gala ថ្ងៃស្អែកទេប្រកាសណាស់អ្វីក៏ដោយដែលអ្នកត្រូវការ Lady Thunder គ្រាន់តែនិយាយមកចាត់ទុកថាវាបានសម្រេចចុះ
ខ្ញុំខ្លាចថាខ្ញុំមិនអាចចូលរួមបានទេស្ថានភាពកាន់តែតានតឹងរវាងកុំមីវ៉ងនិងខ្ញុំ តើមានរឿងអ្វីកើតឡើង ក្នុងរយៈពេល2ឆ្នាំកន្លងមកនេះពួកគេបានពង្រីកយ៉ាងខ្លាំងក្លាដោយកំទេចដៃគូប្រកួតប្រជែងគ្រប់ទីខ្ញុំគិតថាពួកគេធ្វើសកម្មភាពដោយមានការអនុញ្ញាតពីអ្នកដូច្នេះខ្ញុំមិនបានអន្តរាគមន៍ទេ ទេខ្ញុំមិនដែលយល់ព្រមលើរឿងណាមួយឡើយខ្ញុំមិននឹកស្មានថាពួកគេនឹងទៅឆ្ងាយដល់ថ្នាក់នេះទេប៉ុន្តែរឿងនេះត្រូវបញ្ចប់នៅពេលនេះពួកគេនឹងត្រូវទទួលខុសត្រូវចំពោះអ្វីគ្រប់យ៉ាងដែលពួកគេបានធ្វើ អញ្ចឹងថ្ងៃស្អែកគួរតែគួរឲ្យចាប់អារម្មណ៍អូទើបតែខលទៅអំបញ្ញមិញស្អែកមានពេលទេ មានរឿងអី កម្មវិធី Gala នឹងណាអូនឯងកំងរកប៉ុន្មានឈុត ប៉ុន្មានឈុតអីស្មានតែ Fashion Week មែន ប្រពន្ធបងត្រូវតែលេចធ្លោជាងគេ យុទ្ធសាស្ត្របញ្ឆេះកំហឹងមែន អីក៏បានដែរគ្រាន់តែចង់សរសើរប៉ុណ្ណឹងសិនចុះស្អែកជួបគ្នាគេងឲ្យលក់ណាលោកអគ្គនាយកលោកប្រធានសាន់កំពុងប្រជុំជាសម្ងាត់ថ្ងៃនេះប្រហែលជាពិបាកជួបគាត់បន្តិចហើយលេខាវីគ្រាន់តែចង់បញ្ជាក់រឿងវិនិយោគសោះលោកអគ្គនាយកការទុកចិត្តរបស់លោកប្រធានមិនប្រែប្រួលទេចម្លើយនឹងមាននៅកម្មវិធី Gala ថ្ងៃស្អែកលោកច្បាស់ជាបានឬមិនខានយល់ហើយអរគុណយប់នេះមានកម្មវិធីជប់លៀងជីមីនប្រាប់ឲ្យយកឈុតនេះមកឲ្យបងសុងប៊ីនគាត់ជាម្ចាស់ហាងសម្លៀកបំពាក់ដែលរើសមួយជាងគេក្នុងក្រុងនេះពួកអ្នកល្បីតម្រង់ជួរគ្នាមកទិញតែគាត់មិនសូវលក់ឲ្យទេអូព្រះអើយសុងប៊ីនយកចិត្តទុកដាក់ដល់ថ្នាក់នឹងផងតែថាឈុតមួយនេះយ៉ាងហោចណាស់ក៏ខ្ទង់100លានដែរបើចង់ឲ្យសាន់ឌឺចាប់អារម្មណ៍ត្រូវតែហ៊ានចំណាយហើយពេញចិត្តមួយណាយកមួយនឹងទៅអូអរគុណច្រើនហើយជួយផ្ដាំអរគុណជីមីនផងលោកវិជ្ជបណ្ឌិតជីនសូជីនថ្ងៃនេះលោកតំណាងឲ្យក្រុមហ៊ុនវីយន្តនិងគូមយ៉ងត្រូវធ្វើឲ្យសាន់ឌឺទុកចិត្តឲ្យបានណាទុកចិត្តលើខ្ញុំចុះកូនប្រុសយើងរៀនក៏ពូកែបើបានធ្វើជាដៃគូសាន់ឌឺទៀតគ្មានអ្នកណាហ៊ានមើលងាយទេនិយាយតាមត្រង់បើបានឈរក្បែរសាន់ឌឺហានេះនឹងមីនមិនអាចប្រៀបបានទេបើកូនអាចធ្វើឲ្យសាន់ឌឺចាប់អារម្មណ៍ហើយបានរៀបការជាមួយនាងទៀតគ្រប់យ៉ាងនឹងចប់ស្អីគេពីរអ្នកនឹងមកធ្វើអីនៅទីនេះហានេះពិតជាអស្ចារ្យមែនតើអ្នកបានភាពក្លាហានមកពីណាដើម្បីមកទីនេះដោយមិនចេះខ្មាស់អៀនឯងនិយាយពីអីតើនេះជាកន្លែងដែលប្រពន្ធខ្ញុំមិនអាចមកបានមែនទេយុនសេញយ៉ាននាំអ្នកមកទីនេះដើម្បីលេងស្លៀកពាក់រ៉ូបមែនទេគួរឲ្យស្រឡាញ់ណាស់ប៉ុន្តែគួរឲ្យអាណិតណាស់រ៉ូបមួយឈុតនេះថ្លៃជាងប្រាក់ខែមួយឆ្នាំរបស់អ្នកទៅទៀតនេះជានរណាយុនសេហៀងអ្នកនៅតែជាមួយយឺមិនរបស់យើងអ្នកពិតជាមិនដឹងមែនទេគាត់គឺជាបងប្រុសរបស់សៀវយឺមិនគឺសៀវសាំងបិនមុខក្រាស់ណាស់ដណ្ដើមសំបីតែគូដណ្ដឹងរបស់សៀវយឺមិនឥឡូវមកទីនេះហើយដើរទិញអីវ៉ាន់យ៉ាងក្លាហានទៀតថាម៉េចដណ្ដើមតើមានន័យយ៉ាងម៉េចអូសាំងបិនអ្នកនៅមិនទាន់ដឹងទេស្រីម្នាក់នោះបានលបួងយុនសេញយ៉ានរហូតដល់រៀបការទៀតផងឥឡូវនេះធ្វើពុតជាលោកជំទាវនៃគ្រួសារយុនទៀតថាម៉េចរៀបការហើយយុនសេហៀនឯងបោះបង់យឺមិនរបស់យើងហើយទៅរកស្រីថោកទាបនេះមែនទេប្រយ័ត្នពាក្យសម្ដីផងរឿងជាមួយយឺមិនគឺចប់ហើយខ្ញុំសូមប្រមានកុំប្រមាថប្រពន្ធខ្ញុំបែបនេះម្ដងទៀតប្រពន្ធកុំកំ pl ែងពេកនេះជាហាងរបស់ខ្ញុំចង់បណ្ដេញអ្នកទាំងពីរចេញឬអត់គឺស្រេចតែចិត្តខ្ញុំចង់ធ្វើបែបនេះមែនទេយល់ព្រមអញ្ចឹងយើងធ្វើឲ្យច្បាស់លាស់ទៅរោបនៅទីនេះហើយកាបូបនៅទីនេះទីនោះខ្ញុំនឹងទិញអ្វីទាំងអស់នៅក្នុងហាងនេះចាប់ពីយប់នេះទៅហាងនេះជារបស់ខ្ញុំវ៉ាវហានអ៊ីជូត្រឹមតែ2ថ្ងៃសោះនាងផ្លាស់ប្ដូរទាំងស្រុងតែម្ដងតែអ្វីដែលគួរឲ្យអស់សំណើចនោះគឺនាងបោះបង់សោជីមីនហើយជ្រើសរើសយកគេតែគេមានអ្វីល្អទៅអោប្រហែលជាចំណង់ចំណូលចិត្តលើក្រែរបស់នាងមានភាពប្រសើរឡើងហើយដឹង
អញគ្រាន់តែជាមួយមាត់ដ៏ខ្វាក់នោះខ្ញុំមិនឲ្យឯងនិយាយជាលើកទី2ទេ ឈប់ទៅឯងលែងជាប្រធានក្រុមហ៊ុនទៀតហើយការចុះចេញពីតំណែងជាប្រធានក្រុមហ៊ុនមិនមែនមានន័យថាឯងបោះបង់អ្វីទាំងអស់នោះទេគួរឲ្យអស់សំណើចណាស់កូនប្រុសរបស់ខ្ញុំនឹងជន់ឯងឡើងទៅលើក្នុងពេលឆាប់នេះ ជន់ខ្ញុំគេនឹង មែនហើយកូនប្រុសរបស់ខ្ញុំជីនសោជុននឹងរៀបការជាមួយនារីដែលអស្ចារ្យបំផុតក្នុងលោកនោះគឺសាន់ដានីមសុំទោសតើអ្នកនិយាយថាម៉េចហេតុអីឥឡូវនាងកំពុងស្ដាយក្រោយដែលបោះបង់កូនប្រុសយើងមែនទេឥឡូវនេះកូនប្រុសរបស់យើងនឹងរៀបការជាមួយនារីម្នាក់ដែលនឹងជន់ឈ្លីអ្នកទាំងពីរក្នុងពេលតែមួយតាមពិតទៅវាមិនខុសទាំងស្រុងនោះទេជីនសោជុនបើតាមសម្ដីម្ដាយលោកនឹងរៀបការជាមួយសាន់ដានីមវាម្ដងធ្លាប់អាចទៅរួចប៉ុន្តែឥឡូវលែងទៀតហើយ នាងជាអ្នកណាទើបហ៊ាននិយាយបែបនេះ ព្រោះខ្ញុំគឺសាន់ដានីមប្រធានក្រុមហ៊ុន Thunder Circle ហើយលោកក៏លែងមានសិទ្ធិសំបីតែស្រមៃចង់ឈរក្បែរខ្ញុំទៀតដែរអីគេឯងជាលោក Thunder ណែនរណាម្នាក់ជួយយកពានរង្វាន់សម្ដែងឲ្យនាងផងគឺទេនាងម្នាក់នេះប្រាប់ថាខ្លួនឯងជាអ្នកបញ្ជា Thunder Circle ថែមទាំងកំណត់អនាគតកូនប្រុសយើងទៀតហាហួសចិត្តមែន ណែលោកស្រីវីស៊ីវលោក Thunder មិនមែនជារឿងលេងសើចទេនិយាយបែបនេះឈ្គួតមែនចូលមកខាងខ្ញុំហើយឥឡូវមកនិយាយរឿង លោកឌូខេងទិញយកសាខាទាំងអស់របស់ Go Mang បើជាភ្លាមទៅចាប់ពីថ្ងៃនេះទៅដាក់ប្រេមនេះនៅក្រោមឈ្មោះខ្ញុំ ថាម៉េចដឹងទេថាត្រូវចំណាយប៉ុន្មានដើម្បីទិញហាងខ្ញុំបាត់អ្នកនាងលីស៊ីវយល់ហើយបែកបាក់ស្នេហាដល់ថ្នាក់ឈ្គួតហើយមែនទេតែឈប់ធ្វើខ្លួនជាលោក Thunder ទៅបើមិនអញ្ចឹងទេសំបីតែយុនសៀនក៏ត្រូវស្លាប់ដែរ តាមស្តង់ដារឯងខ្ញុំមិនអាចក្លាយជាលោក Thunder បានទេមែនទេទោះបីជាឯងអាចឡើងមកដល់ចំណុចនេះដោយអភូតហេតុក៏ដោយក៏ឯងនៅតែគ្មានអ្វីទាំងអស់ការពឹងផ្អែកលើមនុស្សប្រុសនោះហើយជាទេពកោសល្យរបស់ឯងបានហើយឈប់សម្ដែងទៅហើយសន្តិសុខមកមុនពេលដែលពួកយើងទាំងអស់គ្នាត្រូវនាងទាញចូលរួមប៉ះនាងស្លាប់មិនខានឯងដឹងថាឯងកំពុងធ្វើអីទេអាឈួតឥឡូវឯងកាន់ជើង Henry Siêu មែនទេអញ្ចឹងចប់ទាំងពីរអ្នកហើយ Thunder Circle នឹងលេបត្របាក់ពួកឯងទាំងរួមមិនខានជេមិនឥឡូវរវល់ថាម៉េចលក់ដាច់ហើយ Thunder Circle ទើបតែទិញយក Go Mang Bounty ទាំងអស់នៅទូទាំងពិភពលោកអីគេវាមិនអាចទៅរួចទេហើយម្ចាស់ថ្មីគឺ Henry Siêu មិនអាចទេច្បាស់ជាមានរឿងអីខុសហើយ ក្មេងស្រីដូចជាអ្នកសុំទានម្នាក់នោះទិញកន្លែងនេះគឺបោកប្រាស់ហើយ លោកសាំងប៊ីនឥឡូវហាងនេះជារបស់ខ្ញុំហើយបើមិនចង់ឲ្យសន្តិសុខអូសចេញទេដើរចេញដោយខ្លួនឯងទៅ ថាម៉េចមិនអាចទេនាងចង្រៃ និយាយមួយម៉ាត់ទៀតទៅខ្ញុំនឹងលុបឈ្មោះលោកចេញពីវិស័យ Fashion ជារៀងរហូតចង់សាកទេសន្តិសុខនាំគាត់ចេញទៅមានរឿងអីហ្នឹងលោក Stu Han His ជា Thunder មែនទេ មិនអាចទេស្គាល់គ្នាប៉ុន្មានឆ្នាំហើយមិនក៏នាងអាចបញ្ជា Thunder Circle បានចុះខ្ញុំទិញនាងដោយរបៀបណានៅមិនទាន់ដឹងទៀតពេលនាងធ្វើការស្ម័គ្រចិត្តនៅអាហ្វ្រិកនាងប្រហែលជាបានជួប Thunder នៅទីនោះហើយព្រោះខាងនោះក៏មានមូលនិធិសប្បុរសធម៌ដែរ អញ្ចឹងបានន័យថានាងប្រើក្តីអាណិតរបស់ Thunder ដើម្បីមកដល់ចំណុចនេះ នឹងហើយគ្រាន់តែចូលមកចំពេលល្អប៉ុណ្ណោះយប់នេះនៅកម្មវិធី Gala គ្រប់យ៉ាងនឹងត្រូវលាតត្រដាងសំណាងរបស់នាងក៏ត្រឹមនឹងដែរហ៊ីតើនាងពិតជា Thunder មែនទេ ឥឡូវនេះខ្ញុំមិនអាចប្រាប់អ្នកគ្រប់យ៉ាងបានទេរហូតដល់កម្មវិធី Gala បញ្ចប់កាលពីមុនពេលខ្ញុំធ្វើការនៅអាហ្វ្រិកខ្ញុំបានជួបលោក Thunder លោក Thunder ចាស់ពេលគាត់មកកន្លែងស្នាក់នៅរបស់យើងបាននិយាយគ្នាដូច្នេះខ្ញុំបានតាក់ទងគាត់អំបញ្ញមិញដើម្បីសុំជំនួយ ហេតុអ្វីអ្នកមិនប្រាប់ខ្ញុំមុន សុំទោស ប៉ុន្តែវានៅតែអស្ចារ្យប្រសិនបើលោក Thunder នៅខាងអ្នកយប់នេះ Siêu German នឹងមិនអាចប៉ះពាល់អ្នកបានទេ អ្នកពិតជាមិនចង់ឃើញខ្ញុំរងរបួសទេ ពិតណាស់អ្នកគឺជាប្រពន្ធរបស់ខ្ញុំពេលខ្ញុំដួលរលំអ្នកនៅក្បែរខ្ញុំដូច្នេះថ្ងៃនេះខ្ញុំនឹងការពារអ្នកគឺជាអ្វីគ្រប់យ៉ាងរបស់ខ្ញុំ នេះជាលើកទី1ហើយដែលខ្ញុំរៀបពាក្យបែបនេះយប់នេះពេលកម្មវិធី Gala ចាប់ផ្ដើមអ្នកគ្រប់គ្នានឹងដឹងពីអាពាហ៍ពិពាហ៍របស់យើងតើអ្នកមិនខ្លាចទេ ខ្ញុំចង់ប្រាប់ពិភពលោកឲ្យបានឆាប់ថា Hen Yesio គឺជាប្រពន្ធរបស់ខ្ញុំ
លោកអនុប្រធានយុនសូមអបអរសាទរ ខ្ញុំក៏បានឮដែរឮថាប្រធានកិត្តិយសបានព្យួរការងាររបស់នាយកយុនសេយុនមែនទេអញ្ចឹងនាយកបន្តតាមពិតទៅគឺលោកអនុប្រធានមែនទេមែនហើយតាមពិតទៅយុនសេយុនមិនស័ក្តិសមជានាយកទេលោកយាយក៏បានដឹងហើយក្រុមប្រឹក្សាភិបាលក៏បានដឹងដែរ ម្យ៉ាងទៀតក្រុមហ៊ុនកូមីយ៉ុងក៏គ្រប់គ្រងលោកអនុប្រធានដែរទំនាក់ទំនងរវាងកូមីយ៉ុងនិង Thunder Circle ក៏មិនអាចមើលរំលងបានដែរ យប់នេះឬថាលោក Thunder នឹងប្រកាសពីកន្លែងដែលនឹងទទួលបានការវិនិយោគ 140,000 លានវ៉ុន ប្រកាសណាស់តួឯកនោះគឺលោកអនុប្រធានដែលជារាជទាយាទរបស់ក្រុមហ៊ុនវីយ៉ុនវាមិនខុសពីការសម្រេចរួចទៅហើយនោះទេមែនទេ ហ៊ានមកដល់ទីនេះអញពិតជាក្លាហានមែនយុនសេយុនទីនេះគឺជាកម្មវិធី Thunder Circle Return Gala ក្នុងនាមជាសមាជិកគ្រួសារតកូលយុនខ្ញុំមានសិទ្ធិគ្រប់គ្រាន់ក្នុងការចូលរួមបើអញមានសិទ្ធិអញគួរតែនៅក្នុងបន្ទប់ស្វែកជាមួយសៀវយឺមិនឥឡូវនេះមិនមែនដើរអួតនៅទីនេះទេហើយនាងតានាងគិតថានាងមានឋានៈអាចចូលទីនេះតាមចិត្តបានឬគុំនិយាយផ្ដេសផ្ដាសនាងជាប្រពន្ធរបស់ខ្ញុំគុំបំពេញប្រពន្ធអូអញហ៊ាននិយាយនៅមុខមនុស្សគ្រប់គ្នាអ្នកទាំងអស់គ្នាសូមមកទីនេះខ្ញុំនឹងប្រាប់រឿងកំ pl ែងមួយម្នាក់នេះជាប្អូនប្រុសរបស់ខ្ញុំហើយធ្លាប់ជាតំណាងក្រុមហ៊ុន Wehyang Group គេកើតក្នុងគ្រួសារល្អហើយអាចរៀបការជាមួយសៀវយឺមិននិងក្លាយជាកូនប្រសាររបស់ក្រុមហ៊ុន Gemion Group ប៉ុន្តែគេបែរជារៀបការជាមួយនារីម្នាក់នេះស្រីបោកប្រាស់ហើយហៅនាងថាប្រពន្ធទៀតមិនគួរឲ្យអស់សំណើចទេ និយាយតាមត្រង់កាលពីមុនលោកយុនសេញ៉ានមានអំណាចណាស់ឥឡូវនេះគាត់គ្រាន់តែជាបុរសម្នាក់ដែលធ្លាក់ខ្លួនដោយសារតែរត់តាមស្រីថោកទាបម្នាក់ប៉ុណ្ណោះលើពីនេះគេថែមទាំងប៉ះពាល់ដល់ក្រុមហ៊ុន Gemion Group ទៀតថ្ងៃនេះគឺជាថ្ងៃបញ្ចប់របស់គេហើយ មែនទេយុនសេហ៊ានមកដល់ពេលនេះអញមិនមានអារម្មណ៍ថាសំគួរឲ្យអាណិតខ្លួនអញទេបិទមាត់ទៅបើហ៊ានតែនិយាយមួយម៉ាត់ទៀតខ្ញុំនឹងវាយអញមិនខាន អញ្ចឹងហ៎សាកមើលទៅ បើជាខ្ញុំនឹងទៅបន្ទប់របស់សៀវយេមិនឥឡូវនេះហើយអង្វរនាងហើយមនុស្សស្រីដែលអញហៅថាប្រពន្ធនោះខ្ញុំនឹងចាត់ការនាងមុន តើខ្ញុំអាចមើលមុខមនុស្សល្ងងដែលចង់ចាត់ការខ្ញុំនៅទីនេះបានទេ បិទមាត់ទៅនាងឈួតវាខ្ញុំមកអាចឈួតខ្ញុំជាបងប្រុសឯងអញហ៊ានធ្វើបែបនេះដាក់បងប្រុសច្បងហោះ ទុកឲ្យគាត់ធ្វើទៅហើយខ្ញុំក៏ចង់ដឹងថាគាត់អាចធ្វើបានដល់កម្រិតណាដែរនាងគ្មានក្នុងបង្អែកទេតែនាងក្លាហានណាស់ នាងពឹងផ្អែកលើយុនស្ហាងបើយុនស្ហាងដួលរលំនាងក៏ចប់ដែរយុនស្ហាងអញប្រមាថគ្រួសារអញជ្រើសរើសនាងជំនួសឲ្យគ្រួសារមែនទេល្អចាប់ពីពេលនេះទៅអញលែងជាមនុស្សក្នុងគ្រួសារយើងទៀតហើយទេបងគ្មានសិទ្ធិនិយាយបែបនេះទេ សហូនគ្មានសិទ្ធិទេប៉ុន្តែខ្ញុំមាន លោកយាយ យាយសួរឯងជាលើកចុងក្រោយតើឯងនឹងរៀបការជាមួយសៀវយេមិនទេ ទេខ្ញុំនឹងមិនរៀបការជាមួយសៀវយេមិនទេខ្ញុំមិនដែលស្រឡាញ់នាងទេ យាយមិនបានសួរថាឯងស្រឡាញ់នាងទេយាយសួរថាឯងរៀបការជាមួយនាងទេ ទេហើយខ្ញុំក៏មិនបែកពីហេនយាយូដែរ តើឯងនឹងបោះបង់អនាគតក្រុមហ៊ុនយើងដោយសារតែក្មេងស្រីថោកទាបម្នាក់នឹងមែនទេ ទោះបីជាលោកយាយក៏ដោយក៏លោកយាយគ្មានសិទ្ធិប្រមាថប្រពន្ធខ្ញុំដែរហើយលោកយាយពិតជាជឿថាបើខ្ញុំរៀបការជាមួយកូម៉ាងនោះអនាគតក្រុមហ៊ុនយើងនឹងត្រូវបានធានាមែនទេ ចុះឯងជឿលើអ្វី ហេតុផលដែលកូម៉ាងចង់ច្របាច់បញ្ចូលគ្នាអ្នកនៅទីនេះដឹងទាំងអស់គ្នាពួកគេគ្រាន់តែត្រូវការទ្រព្យសម្បត្តិនិងឈ្មោះរបស់យើងប៉ុណ្ណោះពេលដែលពួកគេយកអស់ហើយក្រុមហ៊ុនយើងនឹងសល់តែសម្បុកទេខ្ញុំមិនអាចធ្វើឲ្យអនាគតក្រុមហ៊ុនយើងជួបគ្រោះថ្នាក់ទេហើយលោកយាយក៏មិនគួរជឿសៀវជេមិនដែរ ពិតជាយុនសេយុនមែនឆ្លាតណាស់ខ្ញុំរើសមនុស្សប្រុសត្រូវហើយ លោកយាយកុំស្ដាប់សេយុនអេសូជីមីនបានសន្យាហើយតើឲ្យតែយុនសេយុនយល់ព្រមគេនឹងទាញគ្រប់កុំយ៉ងឲ្យខ្លាយជាស្នូររបស់ Thunder Circle ភ្លាម ច្បាស់ទេ ពិតប្រាកដណាស់យប់នេះយើងនឹងបញ្ជាក់រឿងនឹងជីមីនចិត្តមកដល់ហើយគេជាតួឯកក្នុងកម្មវិធីយប់នេះបន្ទាប់ពីលោក Thunder បើយប់នេះមានបញ្ហាយើងនឹងបាត់បង់អ្វីទាំងអស់ ត្រូវហើយពេលនេះយើងមិនអាចមានបញ្ហាជាមួយគ្រប់កុំយ៉ងទេទេយើងបានលះបង់អ្វីទាំងអស់ហើយ មានអីគួរឲ្យចង់សើច ទាំងអស់ហ្នឹងគ្រាន់តែចង់បានការចាប់អារម្មណ៍ពីសូជីមីនសុកចិត្តលក់សេយុនចោលនៅតែហៅវាថាយុទ្ធសាស្ត្រទៀតថាម៉េចបើចង់បានការវិនិយោគពី Thunder Circle មិនត្រូវការគ្រប់កុំយ៉ងទេអ្វីដែលត្រូវការគឺខ្ញុំ
anhដឹងទេថាឯងកំពុងនិយាយអ្វី គុំនិយាយរឿងមិនសមហេតុផលសំបីតែតំណែងទាបបំផុតនៅក្នុង Thunder Circle ក៏មានប្រយោជន៍ជាងឯងដែរ ហ៊ានមើលងាយ Thunder Circle ផងឈួតទេដឹងនាងជាស្អីបានជានិយាយបែបនេះខ្ញុំយល់ថាអ្នកមើលងាយខ្ញុំព្រោះអ្នកមិនដឹងថាខ្ញុំជានរណាប៉ុន្តែប្រសិនបើអ្នកដឹងថាខ្ញុំជានរណាអ្នកនឹងលុតជង្គង់ អញ្ចឹងបញ្ជាក់វាទៅបើវាជាការកុហកអ្នកនឹងត្រូវបង់ថ្លៃការកុហករបស់នាងមិនសំខាន់ទេឥឡូវនេះនាងកំពុងទាញកិត្តិយសរបស់ក្រុមហ៊ុន Win Group ចុះ លោកតាប្រហែលជាលោកមិនទាន់ដឹងទេថ្ងៃនេះ Han Yeseo និង Yun Sion បានទិញហាងរបស់លោក Siêu Song Ben ទាំងអស់ហាង Gomyong Bao នៅទូទាំងពិភពលោក Sion តើវាជាការពិតទេ អ្នកទិញគឺលោក Thunder កញ្ញា Yeseo គ្រាន់តែសុំជំនួយប៉ុណ្ណោះ នាងធ្វើម៉េច នាងគ្រាន់តែសំណាងនាងធ្វើការស្ម័គ្រចិត្តនៅអាហ្វ្រិកហើយនោះជាអ្វីដែលទាក់ទាញចំណាប់អារម្មណ៍របស់លោក Thunder មែនហើយគឺអញ្ចឹងនោះហើយជាមូលហេតុដែលនាងលបួង Yun Sion ឲ្យងាកចេញពីគ្រួសាររបស់គាត់មនុស្សប្រភេទនោះតែងតែពឹងផ្អែកលើអ្នកមានអំណាចនាងពិតជាគ្រោះថ្នាក់ណាស់ទៅជាប៉ារ៉ាស៊ីតដ៏មានល្បិចនាងប្រមាថអ្នកស្នងរករបស់ Gomyong Group ហើយឥឡូវនេះនាងចង់ទាញយើងចុះដែរ នាងបំផ្លាញសម្ព័ន្ធភាពហើយហ៊ានចូលមកក្នុងកម្មវិធី Gala នេះនាងត្រូវតែលុតជង្គង់សុំការអភ័យទោស អ្នកដែលព្យាយាមជន់ឈ្លីវេនគឺ Gomyong អ្នកដែលត្រូវសុំការអភ័យទោសគឺពួកគេនាងឈួតហ៊ាននិយាយពី Gomyong Group ផងខ្ញុំគ្រាន់តែនិយាយការពិតប៉ុណ្ណោះការពិត Siêu Jaemin តើពេលនេះមានរឿងធំហើយ នាងចប់ហើយអ្នកដែលហ៊ានប៉ះពាល់ក្រុមហ៊ុន Gomyong ហើយអាចរស់បានគឺគ្មានទេ នាងគឺជាអ្នកស្នងរកក្រុមហ៊ុន Gomyong ដ៏ល្បីល្បាញតើបើ Siêu Jan រៀបការជាមួយនាងក៏មិនអាក្រក់ដែរ ម៉ាក់ដឹងហើយដៃគូដែលស័ក្តិសមបំផុតសម្រាប់ Siêu Jan គឺ Sandra Park ទើបស័ក្តិសមនឹងឋានៈ Jaemin មកល្មម គួរឲ្យសង្វេគណាស់ Yun Sion ព្រោះតែមនុស្សស្រីម្នាក់ធ្វើឲ្យទៅជាបែបនេះ Han Ye Yu ដណ្ដើមសង្សារគេហើយថែមទាំងយកហាងទៀតបណ្ដេញបងប្រុសខ្ញុំចេញក៏ជាស្នាដៃនាងដែរនាងមិនចេះខ្លាចឬក៏គ្មានខួរហេតុអីត្រូវជ្រើសរើសមួយភ័យមែនទេល្អនាងពិតជាក្លាហានមែន Jaemin ឈប់ទៅ Yun Sion លោកជាគូដណ្ដឹងខ្ញុំតែលោកការពារនាងនៅមុខខ្ញុំ ខ្ញុំមិនដែលយល់ព្រមរឿងភ្ជាប់ពាក្យទេថ្ងៃនេះខ្ញុំគ្រាន់តែមករកផ្លូវដែលល្អជាងនេះប៉ុណ្ណោះ ផ្លូវដែលល្អជាងនេះល្អចង់បានអ្វីដែលល្អជាងនេះមែនទេពួកឯងទាំងពីរលុតជង្គង់សុំទោសខ្ញុំភ្លាម So Jimin ឈប់ទៅ ឈប់ខ្ញុំទៅតែចាប់ផ្ដើមតើយប់នេះពេលកម្មវិធី Return Gala បញ្ចប់ឈ្មោះ Vision នឹងបាត់ពីលោកនេះហើយ Jimin ឯងសន្យាហើយតើថាឯងនឹងដឹកនាំក្រុម Thunder Circle របស់យើង ពួកឯងក៏សន្យាដែរតើថា Yun Seyun នឹងរៀបការជាមួយខ្ញុំថ្ងៃនេះប្រហែលជាថ្ងៃដែលយើងទាំងអស់គ្នាបំពេញពាក្យសន្យាហើយ ទេលុតជង្គង់ទៅរៀបការទៅបើមិនអញ្ចឹងទេគ្រួសារយើងនឹងចាប់មិនខាន ឯងចង់បំផ្លាញអ្នកទាំងអស់គ្នាអាមនុស្សរមើលគុណយ៉ាងម៉េចហើយ Yun Seyun មិនអាចលុតជង្គង់បានដោយសារតែការអួតអាងរបស់ឯងមែនទេខ្ញុំគិតថាអ្នកដែលត្រូវលុតជង្គង់គឺជានាងទៅវិញទេដឹង ឈួតហើយឈួតមែនទែនហើយជើងខ្ញុំ មើលទៅធម្មតាតើនាងល្ងងនាងឯងហ៊ានធ្វើបាបខ្ញុំផងវាគ្រាន់តែជាការយល់ច្រឡំទេនាងនឹងសាំហើយនាងឯងសម្លាប់វាទៅ លេង នាងម្នាក់នេះបានធ្វើឲ្យ Thunder Circle ខ្វក់មិនត្រឹមតែប្រមាថខ្ញុំទេថែមទាំងក្បត់លោក Thunder ទៀតខ្ញុំនឹងដាក់ទោសនាងឥឡូវនេះហើយអ្នកណាដែលកាន់ជើងនាងគឺជាស្ត្រូវរបស់ខ្ញុំ នេះជាឱកាសហើយបើខ្ញុំកាន់ជើង Siêu Jaemin ទាំង Siêu Jaemin និងលោក Thunder នឹងក្លាយជាពួកម៉ាក់ខ្ញុំ Siêu Jaemin និយាយត្រូវនាងម្នាក់នេះប្រឆាំងនឹងលោក Thunder ត្រូវតែទទួលទោសខ្ញុំក៏យល់ព្រមដែរនាងនឹងឈួតហើយ នាងបានបំផ្លាញអ្វីគ្រប់យ៉ាងដែលយើងការពារនាងត្រូវតែទទួលទោសដាក់ទោសទៅសម្លាប់វាទៅ ឈប់សិនអ្នកទាំងអស់គ្នាកំពុងតែយល់ច្រឡំហើយយល់ច្រឡំអញក៏បានឃើញច្បាស់ដែរនៅកាន់ជើងនាងទៀត Chen Hizio ហ្គេមចប់ហើយឯងអាចដកដង្ហើមបានដោយសារតែខ្ញុំអនុញ្ញាតបើខ្ញុំថាចប់គឺចប់ហើយក ុំហ៊ានប៉ះនាងខ្ញុំនឹងឲ្យអញទទួលខុសត្រូវរហូតដល់ខ្ញុំស្លាប់ ស្ងាត់ទៅ Yun Sion អ្នកគ្រប់គ្នានៅក្នុងបន្ទប់នេះគិតថានាងគួរតែត្រូវកម្ចាត់ចោលឯងចង់បំផ្លាញគណៈកម្មាធិការទាំងមូលដោយសារតែមនុស្សស្រីម្នាក់ហ្នឹង
បើចង់ស្លាប់តែឯងទៅប៉ុន្តែកុំទាញគណៈកម្មាធិការចូលរួម ខ្ញុំនឹងបង្ហាញឯងថាមានរឿងអ្វីកើតឡើងបើហ៊ានប្រឆាំងនឹងក្រុមហ៊ុនកុំយ៉ាងឆែនហ៊ីសៀវតើចង់ឲ្យខ្ញុំបញ្ចប់វាដោយរបៀបណាអស្ចារ្យណាស់សៀវយឺមិនឯងធ្វើឲ្យគ្រប់គ្នាចុះចាញ់ក្នុងមួយប៉ព្រិចភ្នែកប៉ុន្តែឯងរើសគូប្រកួតខុសហើយនៅក្នុងភ្នែកខ្ញុំពួកឯងទាំងអស់គ្នាគ្រាន់តែជាធូលីដីប៉ុណ្ណោះនៅតែហ៊ាននិយាយទៀតខ្ញុំនឹងឲ្យឯងស្គាល់រសជាតិនៅឥឡូវនេះនរកតើអ្នកចង់បញ្ជូននរណាទៅនរកគិតក៏របស់ឧត្តមសេនីយ៍ Valor ហេតុអ្វីបានជាអ្នកនៅទីនេះវាគឺជាកម្មវិធី Thunder Circle Return Gala វាជារឿងធម្មតាទេដែលអ្នកធំមកវាជារឿងអាក្រក់បំផុតសម្រាប់នាងឥឡូវនេះវាពិតជាចប់ហើយតើអ្នកកំពុងធ្វើអ្វីនៅទីនេះ Brelly យើងហៀបនឹងយកសម្រាមចេញលុះត្រាតែអ្នកមានគម្រោងជ្រៀតជ្រែកជាមួយយុទ្ធធរ Thunder Circle ខ្ញុំស្នើឲ្យអ្នកអនុញ្ញាតឲ្យយើងបញ្ចប់យិនមិនតើអ្នកមានគម្រោងសម្រាប់នរណាពិតប្រាកដនាងបានវាយប្រហារខ្ញុំជាសាធារណៈរំខានដល់កម្មវិធីមើលខ្ញុំដឹងថាយើងមានភាពខុសគ្នាមួយចំនួនប៉ុន្តែកុំប្រាប់ខ្ញុំថាអ្នកនៅទីនេះដើម្បីលួច credit របស់ខ្ញុំដើម្បីធ្វើឲ្យ Lady Thunder ចាប់អារម្មណ៍លួច credit អ្នកពិតជាមិនដឹងថាអ្នកទើបតែធ្វើអ្វីនោះទេមួយម៉ាត់ទៀតពីអ្នកហើយឈ្មោះខំយ៉ាងនឹងត្រូវលុបចេញពីប្រវត្តិសាស្ត្រតើអ្នកនិយាយមែនទេស្លាប់អ្នកប៉ះនាងម្ដងទៀតអាណាចក្រទាំងមូលរបស់អ្នកឆេះដល់ដីដោយសារតែស្ត្រីដែលអ្នកទើបតែគំរាមកំហែងគឺ Lady Thunder ខ្លួនឯងភ្ញាក់ផ្អើលមែនទេលោក Thunder មិនអាចទេគាត់គ្រាន់តែជាអ្នកតោងទាមប៉ុណ្ណោះតោងទាមព្រោះតែលុយត្រូវហើយជាមនុស្សក្រីក្រដែលលក់ខ្លួនកំពុងតែអួតទៀតហើយពេលថ្ងៃក៏ប្រើល្បិចដែរនឹងយកឈ្មោះលោក Thunder មកប្រើដើម្បីចងសម្ព័ន្ធភាពរួចក៏បំផ្លាញវាចោលឥឡូវនេះមកដើម្បីបំផ្លាញសម្ព័ន្ធភាពទៀតគឺជាជនបោកប្រាស់ឈួតអស់ហើយមែនទេល្អបើអ្នកកាន់ជើងជនកុហកនោះអ្នកទាំងអស់គ្នាក៏នឹងចប់នៅថ្ងៃនេះដែរឥឡូវខ្ញុំយល់ហើយថាគ្រួសាររបស់អ្នកក្លាហានប៉ុណ្ណាឧត្តមសេនីយ៍ Barreley ព្រះអង្គម្ចាស់ Emmer និងក្រុម Thunder Circle ទាំងមូលបើពួកគេសម្រេចចិត្តត្រឹមតែឈ្មោះមួយអាចបាត់ដោយគ្មានបន្សល់ដានត្រឹមមួយយប់មិនដឹងទេបើអ្នកពិតជាលោក Thunderman នោះប្រហែលជាអាចប៉ុន្តែថ្ងៃនេះមិនមែនទេអ្នកចប់ហើយបរិះដែលឈរក្បែរអ្នកក៏ដូចគ្នាត្រៀមអាវុធប៉ះនាងសំបីតែចុងម្រាមដៃខ្ញុំស្បត់ថាអ្នកទាំងអស់គ្នានឹងមិនអាចចេញពីបន្ទប់នេះទាំងរស់ឡើយអ្នកទាំងអស់គ្នាចង់ការពារជនកុហកមែនទេទាំងអស់គ្នាទម្លាក់អាវុធចុះលឿនឡើងម្នាក់នោះគឺ Lee Do-kyung ជាដៃស្ដាំរបស់លោក Thunder Lee Do-kyung មិនធ្វើអ្វីដោយគ្មានបញ្ជារបស់លោក Thunder ទេតែមានរឿងអ្វីកើតឡើងលេខា Lee លោកមកបានចំពេលល្អណាស់ដោយសារលោកជាជំនួយការរបស់លោក Thunder សូមប្រាប់អ្នកគ្រប់គ្នាឲ្យច្បាស់ថានាងជាមនុស្សកុហកនាងមិនមែនជាលោក Thunder ទេត្រូវហើយនាងគ្រាន់តែជាអតីតមិត្តស្រីដែលគ្មានបានការរបស់ខ្ញុំប៉ុណ្ណោះតើនាងអាចជាមនុស្សអស្ចារ្យដូចលោក Thunder យ៉ាងដូចម្ដេចទៅលោក Thunder គឺជាមនុស្សដែលគ្រប់គ្រងលុយរាប់ពាន់កោដេហើយនាងគ្រាន់តែជាអ្នកមើលថែក្មេងកំព្រាបិទមាត់ទៅលោក Thunder បានដឹកនាំបណ្ដាញសប្បុរសធម៌ដ៏ធំបំផុតនៅទូទាំងទ្វីបអាហ្វ្រិកអស់រយៈពេលជាច្រើនឆ្នាំពេលដែលឯងកំពុងតែដុសស្បែកជើងគាត់បានជួយសង្គ្រោះក្មេងលោកចង់មានន័យថា Han Hee-seok គឺមិនអាចទៅរួចទេល្អបើវាជាការពិតឲ្យនាងបញ្ជាក់មកយប់នេះមានការប្រកាសអនុម័តចុងក្រោយសម្រាប់ការវិនិយោគ1400កដេរបស់ Thunder Circle ហើយប្រព័ន្ធនេះបើកបានតែដោយស្នាមម្រាមដៃរបស់លោក Thunder ប៉ុណ្ណោះបើនាងពិតជាលោក Thunderman បើកវានៅទីនេះឥឡូវនេះទៅត្រូវហើយបើកវាទៅនាងមិនអាចបើកវាបានទេវាគ្រាន់តែជារឿងមិនសមហេតុផលប៉ុណ្ណោះមក Han Hee-seok ដាក់ស្នាមម្រាមដៃរបស់នាងមកបើនាងពិតជាលោក Thunderman ឥឡូវនេះតើអ្នកមិនអីទេកុំបារម្ភអីដល់ពេលត្រូវបង្ហាញការពិតហើយ
ការផ្ទៀងផ្ទាត់បានបញ្ចប់ការផ្ទៀងផ្ទាត់សិទ្ធិកម្រិតខ្ពស់បំផុត អេ Han Hee-seo នាយកប្រតិបត្តិ Thunder Circle ការធ្វើឲ្យសកម្មមូលនិធិ 1400 កតគោលដៅវិនិយោគយួនសែន លោក Thunder សុំទោសអ្នកនាងសុំទោសអ្នកនាង CU គ្រប់មីរ៉ាសេវិនិយោគ1400 trillion won ទេមិនអាចទេ ឥឡូវដឹងហើយមែនទេថាខ្ញុំជានរណាពិតជាបើកមែនគឺអ្នកនាងមែននាងជាអ្នកនាង នៅមានពាក្យចង់និយាយទៀតទេវាពិតជាចប់មែនទេក្រុមហ៊ុន Jimiang គឺចប់ហើយលោកប៉ានឹងមិនទុកខ្ញុំចោលទេអូពួកគេចេញទាំងអស់ចាត់ការវាបន្ទាប់ពីការទស្សនាអេស៊ីអូតាវីជាការពិតទេតើអ្នកពិតជា Thunderman ទេនាយកប្រតិបត្តិ Thunder Circle ស្ត្រីដែលមានឥទ្ធិពលបំផុតនៅលើពិភពលោក តើវាសំខាន់ទេឥឡូវនេះ ពិតណាស់វាសំខាន់បើខ្ញុំដឹងមុនយើងមិនបែកគ្នាទេ ពិតមែនទេបើខ្ញុំប្រាប់អ្នកថាខ្ញុំជា Thunder តើអ្នកជឿខ្ញុំទេបើខ្ញុំប្រាប់អ្នកថាខ្ញុំជាអ្នកឧបត្ថម្ភអ្នកហើយណែនាំអ្នកទៅក្រុមគណៈកម្មាធិការតើអ្នកជឿខ្ញុំទេយើងនៅជាមួយគ្នា7ឆ្នាំប៉ុន្តែអ្នកមិនដែលជឿខ្ញុំម្ដងណាឡើយអ្នកតែងតែចាត់ទុកខ្ញុំជាមនុស្សទាបជាងអ្នក ទេនោះគឺ អ្វីដែលសំខាន់សម្រាប់អ្នកមិនមែនជាខ្ញុំទេគ្រាន់តែជាផ្លូវកាត់ទៅកំពូលប៉ុណ្ណោះ មិនមែនអញ្ចឹងទេខ្ញុំអ្នកបានជ្រើសរើសវាដូច្នេះខ្ញុំនឹងយកមកវិញនៅអ្វីគ្រប់យ៉ាងដែលខ្ញុំបានផ្ដល់ឲ្យអ្នកការឧបត្ថម្ភការភ្ជាប់មូលនិធិអ្វីគ្រប់យ៉ាង អ៊ីសកុំធ្វើបែបនេះ អ៊ីសសូមកុំធ្វើបែបនេះយើងនៅជាមួយគ្នាប៉ុន្មានឆ្នាំហើយខ្ញុំតែងតែចាត់ទុកឯងដូចកូនស្រីអ្នកណាថាខ្ញុំជាក្មេងគ្មានប្រយោជន៍ថាខ្ញុំមិនអាចប្រៀបនឹងកូនប្រុសបានពេលនោះខ្ញុំមិនដឹងទេខ្ញុំល្ងងទៅឈួតបែបនេះពិតជាល្អឥតខ្ចោះមែនពេលដឹងថាខ្ញុំជាសាន់ដាទើបដឹងថាខ្ញុំមានកម្រិតណាពេលត្រឡប់មកពីអាហ្វ្រិកវិញរឿងគឺចប់ហើយអ្នកនឹងជីនសូជូឥឡូវនេះត្រូវចេញពីជីវិតខ្ញុំហើយ មិនបានទេសូមអង្វរយើងនៅជាមួយគ្នាយូរហើយអ៊ីសអភ័យទោសឲ្យខ្ញុំម្ដងទៅ អ្នករកតែផ្លូវកាត់ហើយខ្ញុំមិនខ្វល់ទេឥឡូវនេះទទួលផលនៃជំរឿសរបស់អ្នកទៅ អភ័យទោសឲ្យខ្ញុំម្ដងទៅអ៊ីស សូមកុំធ្វើបែបនេះ អភ័យទោសឲ្យខ្ញុំម្ដងទៅ ទេអ៊ីសសូមអង្វរអ៊ីសហានអ៊ីសមិនមែនទេសាន់ដាខ្ញុំគិតថាអ្នកនឹងសយន្តរបស់យើងពិតជាស័ក្តិសមនឹងគ្នាណាស់អបអសាទរ អ្នកទាំងពីរខ្ញុំសូមអបអសាទរដោយស្មោះ សយន្តរបស់យើងគួរឲ្យអស់សំណើចណាស់អំបញ្ញមិញអ្នកទើបតែបណ្ដេញគាត់ចេញពីគ្រួសារយន្តមិនមែនទេនោះជាកំហុសរបស់ខ្ញុំទេសយន្តគឺជាចៅប្រុសរបស់ខ្ញុំដូច្នេះពិតណាស់គាត់គឺជាគ្រួសារខ្ញុំបានព្រមានអ្នកហើយបើអ្នកដេញសេជុនចេញអ្នកច្បាស់ជាស្ដាយក្រោយ លោកយាយឥឡូវនេះខ្ញុំនឹងចាក់ចេញពីក្រុមហ៊ុនហើយខ្ញុំនឹងចាប់ផ្ដើមម្ដងទៀតតាំងពីដើមមកដោយលែងស្ថិតនៅក្រោមស្រមោលគ្រួសារយូនទៀតហើយ សេជុនប៉ុន្តែយល់ហើយយាយគោរពការសម្រេចចិត្តរបស់ចៅ ជីស៊ូខ្ញុំលែងជាមនុស្សរបស់ក្រុមហ៊ុន Vivon ទៀតហើយគ្រាន់តែជាបរិសម្នាក់ដែលចាប់ផ្ដើមពីដំបូងប៉ុណ្ណោះប្រសិនបើអ្នកអនុញ្ញាតខ្ញុំចង់ចាប់ផ្ដើមវាជាមួយគ្នាតើអ្នកនឹងនៅក្បែរខ្ញុំទេរៀបការជាមួយខ្ញុំទៅ ពិតណាស់ប្រពន្ធអ្នកវិនិយោគនិងដៃគូអនាគតខ្ញុំនឹងធ្វើវាទាំងអស់